បាទលោកនាងកញ្ញាជាទីមេត្រីវិវាទដែនសមុទ្ររវាងកម្ពុជានិងថៃបានឈានចូលដំណាក់កាលថ្មីមួយដំណាក់កាលថ្មីនោះគឺនៅថ្ងៃទី5ខែឧសភានេះប្រទេសថៃបានសម្រេចលុបចោលអនុសារណៈយោគយល់គ្នារវាងកម្ពុជានិងថៃដែលគេហៅកាត់ថា MOU 44បន្ទាប់ពីការលុបចោលនេះមកហើយខាងភាគីកម្ពុជាឯនេះគឺលោកហ៊ុនម៉ាណែតបានប្រកាសថានឹងប្រើប្រាស់ច្បាប់របស់អង្គការសហប្រជាជាតិបាទច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិដែលគេហៅកាត់ថា UN clause នោះមកជំនួសវិញក្រៅពីនោះលោកហ៊ុនម៉ាណែតក៏ប្រកាសថាលោកត្រូវតែកំពុងតែពិចារណាដើម្បីប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំយន្តការផ្សះផ្សាដោយចាប់បង្ខំនេះគឺជាយន្តការមួយរបស់ច្បាប់ UN clause នេះជាភាសាអង់គ្លេសគេហៅថា compulsory conciliation តើ compulsory conciliation នេះមានន័យយ៉ាងណាខ្ញុំបាទក៏នឹងបកស្រាយនៅក្នុងកិច្ចពិភាក្សាអំពីបញ្ហានេះនាពេលបន្តិចទៀតនេះដែរហើយតើការដែលប្រើប្រាស់យន្តការ UN clause នេះការដែលភាគីថៃលុបចោល MOU 44នេះវាជាការចាប់ផ្ដើមថ្មីវាជាយន្តការថ្មីឱកាសថ្មីសម្រាប់កម្ពុជាឬវាក៏ជាអន្ទាក់សម្រាប់កម្ពុជាទៅវិញយើងនឹងពិភាក្សាដោយលំអិតនៅក្នុងនីតិវេទិកាអ្នកស្ដាប់ទូរទស្សន៍អាស៊ីសេរីហើយចូលរួមពិភាក្សាជាមួយខ្ញុំបាទនៅពេលនេះដោយលោកនាងបានឃើញនៅលើកញ្ចក់ទូរទស្សន៍នេះហើយមានឯកឧត្តមអ៊ុំសំអានហើយនឹងមានលោកកឹមសុខបាទខ្ញុំបាទសូមជម្រាបសួរលោកវាគ្មិនទាំងពីរបាទបាទសូមជម្រាបសួរលោកជនច័ន្ទបុត្រហើយជម្រាបសួរលោកកឹមសុខហើយបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសផងដែរបាទមុននឹងចាប់ផ្ដើមនេះខ្ញុំគ្រាន់តែឆ្លៀតឱកាសជម្រាបជូនលោកអ្នកស្ដាប់ប៉ុណ្ណេះថាលោកអ៊ុំសំអានមកដល់ពេលនេះមិនទាន់បានសម្រាននៅឡើយទេបាទតាមដានព័ត៌មានរឿងបាទទី1តាមដានព័ត៌មានផងទី2ឆ្លើយនឹងសំណួរអ្នកកសែតមានរឿងធំបែបនេះអ្នកកសែតត្រូវទូរស័ព្ទហៅលោកជានិច្ចទី2ការដែលមិនបានសម្រាននឹងលោកកឹមសុខក៏ខ្ញុំជឿថាមានអ្នកកសែតហៅដែរប៉ុន្តែយ៉ាងណាក៏ដោយចុះម៉ោងលោកកឹមសុខហ្នឹងក៏វាត្រូវនឹងម៉ោងមិនត្រូវម៉ោងសម្រានទេក៏ប៉ុន្តែម៉ោងមិនសូវបានឆ្លើយទេបាទម៉ោងរបស់លោកអ៊ុំសំអានវិញគឺម៉ោងសម្រានតែម្ដងពាក់កណ្ដាលអាត្រៀតសូម្បីតែពេលនេះក៏ដោយចុះម៉ោង4ម៉ោង5ភ្លឺនៅឡើយទេនៅអីរដ្ឋដែលលោកអ៊ុំសំអានកំពុងតែនៅនេះក៏ប៉ុន្តែអរគុណមែនតើលើកឡើងមកនេះមិនមែនលើកឡើងដើម្បីឲ្យលោកនាងអាណិតអាសូរលោកអ៊ុំសំអានទេលើកឡើងមកនេះគឺដើម្បីអរគុណលោកអ៊ុំសំអានដែលមិនបានគេងមិនបានសម្រានក៏ដោយចុះក៏នៅតែឆ្លៀតឱកាសឡើងមកក្នុងនីតិវេទិកានេះដែរពីព្រោះការនេះគឺជាបញ្ហាសំខាន់សម្រាប់ប្រទេសជាតិយើងហើយជាពិសេសសំខាន់សម្រាប់ឲ្យលោកនាងដែលជាម្ចាស់ប្រទេសនឹងតើយល់ពីរបបថ្មីយល់ពីដំណាក់កាលថ្មីនឹងបែបណាដើម្បីយើងតាមដានពីជោគវាសនាប្រទេសជាតិយើងទាំងអស់គ្នាដូច្នេះខ្ញុំចង់ចាប់ផ្ដើមតែប៉ុណ្្នឹងទេដូច្នេះមុននឹងកិច្ចពិភាក្សាខ្ញុំបានសូមពន្យល់ពាក្យមួយចំនួនពន្យល់អក្សរកាត់ឬមួយក៏ពន្យល់អត្ថន័យមួយចំនួនសិនតើស្អីទៅហៅថា UN clause នេះ UN clause នេះគឺមកពីពាក្យពេញថា United Nations Convention on the Law of the Sea វាជាច្បាប់សមុទ្រដែលតាក់តែងឡើងដោយអង្គការសហប្រជាជាតិនៅក្នុងច្បាប់សមុទ្រនោះមាននីតិវិធីមួយគេហៅថា compulsory conciliation ដែលយើងបកប្រែថាការផ្សះផ្សាដោយបង្ខំស្អីទៅការផ្សះផ្សាដោយបង្ខំឬមួយស្អីទៅដែលហៅថា compulsory conciliation នេះcompulsory conciliation នេះមានន័យថាប្រសិនបើភាគីណាមួយកោះហៅភាគីណាមួយទៀតក្នុងករណីនេះឧបមាថាថៃកោះហៅកម្ពុជាឬមួយកម្ពុជាកោះហៅថៃដើម្បីយកទៅជជែកគ្នាអំពីរឿងវិវាទសមុទ្រនេះប្រសិនបើភាគីណាមួយមិនព្រមឡើងទៅទេឧបមាថាបើសិនជាថៃគេលុបចោល MOU នឹងហើយគេប្រើច្បាប់ UN clause នេះ
ប្រើច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិនេះហើយគេប្តឹងហើយគេកោះហៅកម្ពុជាដើម្បីឲ្យទៅជែកគ្នាបើកម្ពុជាមិនទៅក៏មិនបានដែរពីព្រោះថាគេត្រូវតែចាប់បង្ខំឲ្យទៅដូច្នេះហើយបានជាគេមានពាក្យថា compulsory conciliation មានន័យថាផ្សះផ្សាដោយចាប់បង្ខំអ្នកឯងឲ្យទៅចរចាតែម្ដងក៏ប៉ុន្តែអ្វីត្បិតតែចាប់បង្ខំឲ្យទៅចរចាចាប់បង្ខំឲ្យទៅផ្សះផ្សាគ្នាក៏ដោយចុះក៏ប៉ុន្តែភាគីនីមួយភាគីដើមចោតក៏ដោយភាគីចុងចោតក៏ដោយមានសិទ្ធិមិនទទួលយកសេចក្តីសម្រេចនៃការផ្សះផ្សានោះដូច្នេះគេបង្ខំឲ្យទៅចូលរួមតុចរចាផ្សះផ្សាគ្នាមែនក៏ប៉ុន្តែគេមិនបង្ខំឲ្យទទួលយកសេចក្តីសម្រេចចិត្តណាមួយនេះទេដូច្នេះគ្រាន់តែខ្ញុំសូមពន្យល់ប៉ុណ្ណឹង UN Clause នឹងគឺជាច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ compulsory conciliation គឺជាការផ្សះផ្សាដោយចាប់បង្ខំចាប់បង្ខំឲ្យចូលទៅចុកតុផ្សះផ្សាគ្នាមែនក៏ប៉ុន្តែមិនបង្ខំឲ្យទទួលយកសេចក្តីសម្រេចចិត្តណាមួយនោះឡើយបាទឥឡូវនេះចូលដល់សាច់រឿងយើងទៅវិញតើការដែលថៃលុបចោល MOU ជាឯកតោភាគីនេះហើយងាកទៅដោះស្រាយតាមយន្តការ UN Clause យន្តការរបស់អង្គការសហប្រជាជាតិវិញនេះតើវាស្របទៅនឹងអ្វីដែលគណៈបកប្រឆាំងនៅក្រៅប្រទេសចង់បានដែរឬយ៉ាងណាពីព្រោះកន្លងមកគណៈបកប្រឆាំងនៅក្រៅប្រទេសនឹងចេះតែទាមទាររដ្ឋាភិបាលនៅក្នុងស្រុកនឹងឈប់ចរចាទ្វេភាគីជាមួយថៃទៅឲ្យងាកទៅចរចាតាមច្បាប់អន្តរជាតិឥឡូវនេះវាចូលដល់កលៈលែងចរចាជាទ្វេភាគីជាមួយប្រទេសថៃហើយវាចូលដល់កលៈក្រោមច្បាប់អន្តរជាតិហើយតើវាពេញចិត្តត្រូវចិត្តរបស់គណៈបកប្រឆាំងឬទេឬមួយក៏នៅមិនទាន់ពេញចិត្តទេខ្ញុំសួរសំណួរមួយនេះទៅកាន់លោកទាំងពីរតែម្ដងចាប់ផ្ដើមពីលោកអ៊ុំសំអានបាទថៃលុបចោលអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001នេះបើសិនជារដ្ឋាភិបាលវាដឹកនាំដោយរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23គឺយើងពេញចិត្តហេតុអីបានយើងពេញចិត្តព្រោះបើតាមអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001នេះដែលសញ្ញារវាងលោកសុកអានហើយលោកសុរិគៀតរដ្ឋមន្ត្រីការបរទេសថៃពេលហ្នឹងគឺបានសញ្ញាឆ្នាំ2001ហ្នឹងនេះហើយនៅក្នុងផែនទីហ្នឹងគឺបានកាត់ជ្រៀលកោះគុតតាមផែនទីនេះគឺបានកាត់ជ្រៀលកោះគុតទៅឲ្យថៃហើយតាម MOU 44ហ្នឹងណាបាទដូច្នេះបើសិនជាកម្ពុជាដឹកនាំដោយរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នៅពេលដែលថៃលុបចោល MOU 44នេះគឺជាឱកាសឲ្យរដ្ឋាភិបាលដែលដឹកនាំដោយរដ្ឋាភិបាល$23ហ្នឹងបើសិនយើងកាន់អំណាចយើងប្តឹងទៅកាន់តុលាការអន្តរជាតិដើម្បីទាមទារយកយ៉ាងហោចពីពាក់កណ្ដាលនៃកោះគុតដែលជាកម្មសិទ្ធិរបស់កម្ពុជាមកវិញហើយយើងនឹងទាមទារយកតំបន់ទូស៊ីគ្នាដែលមានទំហំ26,000 គីឡូម៉ែត្រការ៉េយកមកដោយបញ្ចែកជាមួយថៃប្រេងនឹងស្មានតម្លៃ$300,000 លានយើងមិនបាច់ចែកជាមួយថៃក៏ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតខ្សោយរបៀបនេះគឺថាលោកសុកអានក៏កាត់កោះគុតទៅឲ្យថៃហើយនៅពេលដែលថៃលុបចោល MOU 44គឺរដ្ឋាភិបាលលោកហ៊ុនម៉ាណែតអត់និយាយពីកោះគុតទៀតទេអត់មានចរចាពីកោះគុតហើយថៃក៏អត់និយាយជាមួយយើងដែរព្រោះគេថាយើងហ្នឹងគឺថារដ្ឋាភិបាលលោកហ៊ុនសែនហ្នឹងបានកាត់កោះគុតទៅឲ្យថៃហើយដូច្នេះកោះគុតចប់ទី2តំបន់សមុទ្រទ្រទិគ្នាទំហំ26,000 គីឡូម៉ែត្រការ៉េបាទតំបន់ហ្នឹងគឺថាថៃនឹងស៊ីដាច់តែម្ដងនេះតំបន់សមុទ្រទ្រទិគ្នាទំហំ26,000 គីឡូម៉ែត្រការ៉េហ្នឹងដោយសារអីថៃគេនឹងប្រើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UN Clause ហ្នឹងដើម្បីឈ្លានពានទឹកដីកម្ពុជាបើយើងគិតពីគេហៅថាច្បាប់សមុទ្រ UN Clause ឆ្នាំ82ហ្នឹងគេហៅថាតំបន់គេហៅថាសមុទ្រដែនដីហ្នឹងគឺចេញពីឆ្នេរមកប្រហែលជា12ម៉ៃស្មើនឹង22គីឡូម៉ែត្រតំបន់តភ្ជាប់ប្រហែលជានៅតំបន់នេះ44គីឡូម៉ែត្រស្មើនឹង24ម៉ៃសមុទ្រវាជាងម៉ៃគោកម៉ៃដែនគោកបាទដល់តំបន់សេដ្ឋកិច្ចផ្ដាច់មុខយ៉ាងតិចគឺ370គីឡូម៉ែត្រស្មើនឹង200ម៉ៃសមុទ្របាទនៅមកដល់ឆ្នេររបស់ថៃប៉ុន្តែបើគិតពីថៃវិញនេះតំបន់គេថាសមុទ្រដែនដីនៅនេះតំបន់តភ្ជាប់នៅនេះដល់តំបន់សេដ្ឋកិច្ចផ្ដាច់មុខគឺទៅដល់នេះទៅដល់ឆ្នេរគោករបស់កម្ពុជាដូច្នេះថៃប្រើច្បាប់សមុទ្រ UN Clause ដើម្បីឈ្លានពានយកទឹកដី
កម្ពុជាយកសមុទ្រកម្ពុជាគឺយកតំបន់សមុទ្រទ្រុស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រការ៉េដោយបញ្ចែកជាមួយកម្ពុជាព្រេងនិងអូស្មန်បាទព្រេងនិងអូស្មန်នេះព្រេងនិងអូស្មန်នៅកន្លែងនេះព្រេងនិងអូស្មန်នេះខ្សែលន់នល់គូសឆ្នាំ 72 ខ្សែក្រហមនេះថៃគូសឆ្នាំ 73 បានតំបន់សមុទ្រទ្រុស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រការ៉េបាទនេះព្រេងនិងអូស្មန်តម្លៃ $300,000 ថៃនឹងស៊ីដៃទៀតអត់មានចែកជាមួយកម្ពុជាដល់គេប្រើយុទ្ធគ្រោះនោះដើម្បីឈ្លានពានទឹកដីកម្ពុជាដោយសារកម្លាំងរបស់ថៃខ្លាំងអាហ្នឹងដូចយើងមើលកោះថ្មប្រប៉ាស់ទឹកស្កាបារូនៅសមុទ្រចិនខាងត្បូងចេញពីឆ្នេររបស់ចិនមកប្រហែលជា700 គីឡូម៉ែត្រជាងចេញពីឆ្នេរពីលីពីនទៅដល់កោះថ្មប្រប៉ាស់ទឹកនោះប្រហែលជា200 ម៉ៃល៍ជាង300 ម៉ៃល៍ទេបើតាមយួនក្លុះគឺជារបស់ពីលីពីនអញ្ចឹងហើយបានជាតុលាការអាជ្ញាកណ្ដាលអន្តរជាតិ PCA បាទឆ្នាំ 2016 កាត់ឲ្យពីលីពីនឈ្នះក្តីដោយសារពីលីពីននៅជិតជាងចិននៅឆ្ងាយជាងដូច្នេះបើសិនជាប៉ុន្តែហេតុអីបានចិនគេអាចប្រើនឹងបានដោយសារចិនគេសម្អាតទៅលើអាតំបន់សេដ្ឋកិច្ចផ្ដាច់មួយយ៉ាងតិច 370 គីឡូម៉ែត្រហើយអាខ្ពស់រាបបាតសមុទ្រយ៉ាងតិច 370 គីឡូម៉ែត្រគេអាចប្រើវៀនជាងហ្នឹងដើម្បីឈ្លានពានដែលសមុទ្រពីលីពីនណាអញ្ចឹងបើសិនជាកម្ពុជាខ្លាំងគឺថាប្តឹងបានមកវិញទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តុលាការអាជ្ញាកណ្ដាលអន្តរជាតិ PCA ឬក៏តុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ ICLOS បាទអញ្ចឹងតុលាការ ICJ PCA ហើយនឹង ICLOS យើងអាចប្តឹងទៅ3ហើយបើសិនជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតថៃបើសិនជាថៃអត់ទទួលស្គាល់យុត្ថាធិការរបស់ ICJ មិនអាចប្តឹងទៅ ICJ បានទេក៏ប៉ុន្តែយើងមើលតុលាការអាជ្ញាកណ្ដាលអន្តរជាតិ PCA បាទយើងមើលករណីចិនហើយពីលីពីនចិនអត់ព្រមឡើងទៅ PCA ណាអត់ទទួលស្គាល់យុត្ថាធិការរបស់ PCA ក៏ប៉ុន្តែ PCA តុលាការអាជ្ញាកណ្ដាលអន្តរជាតិនឹងបានកាត់ក្តីឲ្យពីលីពីនឈ្នះក្តីទៅលើចិនឆ្នាំ 2016 ដូច្នេះយើងបើមិនប្តឹងទៅ ICJ ប្តឹងទៅ PCA ទៅឬប្តឹងទៅ ICLOS ទៅឃើញទេអានោះយើងអាចមានចំណុចចឹងក៏ប៉ុន្តែដែលខ្ញុំមើលការបង្ហោះរបស់លោកហ៊ុនម៉ាណែតថានឹងប្រើគេហៅថាក្រុមឬក៏យន្តការផ្សះផ្សាដោយចាប់បង្ខំយន្តការហ្នឹងលោកជុនចម្បិតបាននិយាយហើយវាអាចហៅថៃដើម្បីទៅចរចាដើម្បីសម្របសម្រួលដោយគណៈកម្មការដែលគេបង្កើតឡើងហ្នឹងអានោះវាមិនខុសពីអីដូចអាមេរិកហៅកម្ពុជាហើយថៃទៅចុះកិច្ចព្រមព្រៀងជប់បាញ់នៅម៉ាឡេស៊ីក្រោយមកបាញ់គ្នាទៀតចុះថៃវាមិនគ្រប់ធ្វើអីវាដូចគ្នាការសម្របសម្រួលដូចគ្នាដែរការសម្របសម្រួលហ្នឹងតាមច្បាប់ UN ហ្នឹងអនុសញ្ញារបស់អង្គការសហប្រជាជាតិហ្នឹងថៃឡើងទៅជួបទៅបើថាមានអាមេរិកមានបារាំងមានអូស្ត្រាលីមានជប៉ុនអញ្ចឹងគេសម្របសម្រួលមកថាឥឡូវថៃឯងមើលដែរសមុទ្ររបស់កម្ពុជាដែរហើយឯងមកតាមច្បាប់សមុទ្រខ្ញុំគិតមើលបើគិតពីឆ្នេរមករបស់កម្ពុជាមកវាជិតជាងបើឆ្នេរពីថៃរបស់ឯងឆ្ងាយហើយឆ្នេរពីថៃរបស់ឯងឆ្ងាយហើយមិនចង់យកសមុទ្ររបស់កម្ពុជាមកតាមច្បាប់សមុទ្រ UN ក្នុងតំបន់ទ្រុស៊ីគ្នាជារបស់កម្ពុជាព្រោះថៃនៅឆ្ងាយទៅយកដែរសមុទ្ររបស់គេមិនព្រោះបើតាមច្បាប់សមុទ្រ UN ក្នុងប្រទេសណានៅជិតជាងគឺដែនទឹកនោះជារបស់ប្រទេសហ្នឹងដូច្នេះគេក្រុមប្រឹក្សាផ្សះផ្សាជាតិហ្នឹងក្រុមប្រឹក្សាសំទោសយន្តការផ្សះផ្សាដោយចាប់បង្ខំគេនិយាយអញ្ចឹងគេថាថៃអីទៅគោរពប៉ុន្តែថៃមិនគោរពធ្វើអីថៃដូច្នេះអត់មានអំណាចអីមួយទៅចាប់បង្ខំឲ្យថៃត្រូវតែគោរពទេទៅតាមការសម្ដែងរបស់ការពិតខ្ញុំបាទគ្រាន់តែចង់បញ្ជាក់ឡើងវិញcompulsory conciliation នេះការផ្សះផ្សាដោយចាប់បង្ខំនេះគឺបង្ខំឲ្យតែទៅចូលរួមតុចរចាដើម្បីផ្សះផ្សាគ្នាទេក៏ប៉ុន្តែមិនបានចាប់បង្ខំឲ្យទទួលយកសេចក្តីសម្រេចចិត្តណាមួយឡើយបើសិនជាភាគីកឬមួយភាគីខត្រូវគេបង្ខំឲ្យចូលរួមតុចរចាផ្សះផ្សាគ្នាមែនក៏ប៉ុន្តែភាគីខឬភាគីខនោះមិនត្រូវបានគេបង្ខំឲ្យទទួលយកការផ្សះផ្សាណាមួយឡើយបាទនេះគឺអត់សំចាំបញ្ជាក់ចំណុចនេះឡើងវិញសូមអញ្ជើញអាយដាមអ៊ុំសំអាតបន្តទៀតចុះបាទដូច្នេះសម្រាប់យន្តការចរចាទ្វេភាគីហើយយន្តការដែលប្រើដែលលោកហ៊ុនម៉ាណែតចង់ប្រើនេះគឺថាយន្តការផ្សះផ្សាដោយចាប់បង្ខំនេះគឺវាល្អជាងការចរចាទ្វេភាគីក៏ប៉ុន្តែអត់ល្អដែលយើងចង់បានទេអ្វីដែលល្អជាងយន្តការផ្សះផ្សាដោយចាប់បង្ខំគឺតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺតុលាការអាជ្ញាកណ្ដាលអន្តរជាតិ PCA ហើយនិងតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រហេតុអី
ព្រោះកាលណាចេញដីកាចេញសារដីការបស់តុលាការគឺជាការចាប់បង្ខំឲ្យភាគីណាមួយត្រូវតែគ្រប់មានថាបើ ICJ ចេញកាលឆ្នាំ62ឃើញទេឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ចេញឲ្យថៃត្រូវតែដកតបចេញពីប្រាសាទព្រះវិហារត្រូវបកគលប្រាសាទព្រះវិហាររបស់កម្ពុជាពេលនោះគឺថៃដកចេញហ៎ថៃមុនអត់ទទួលស្គាល់យល់ថាអត់ទទួលស្គាល់សេចក្តីសម្រេចឬក៏សារដីការបស់ ICJ ទេក៏ប៉ុន្តែនៅសារសហគមន៍អន្តរជាតិដាក់គំនាបអាមេរិកអីថាបើសិនជាអត់ថៃអត់គ្រប់ទៅតាមសារក្រមរបស់ ICJ ទេត្រូវបណ្ដេញថៃចេញពីសមាជិករបស់ UN ពេលហ្នឹងថៃត្រូវតែមកពីអាទិត្យក្រោយថៃត្រូវតែគ្រប់ទៅតាមសារក្រមរបស់ ICJ ឃើញទេដូច្នេះមានន័យថាសារក្រមរបស់តុលាការគឺជាការចាប់បង្ខំវាដូចជានៅកម្ពុជាយើងប្រើភាសាសាមញ្ញគេហៅថាអាជ្ញាធរដោះស្រាយវិវាទដីធ្លីឬក៏ក្រមប្រឹក្សាសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអានេះវាដូចក្រមក្រមផ្សះផ្សាដល់ចាប់បង្ខំអញ្ចឹងណាគឺថាមកហៅមនុស្សពីភាគីហ្នឹងមកហើយផ្សះផ្សាទៅបើសិនជាភាគីមួយមិនទទួលគេអត់ដឹងធ្វើអីគេទេក៏ប៉ុន្តែបើសិនជាយើងប្តឹងទៅតុលាការរឿងដីធ្លីយើងណាដឹងទៅតុលាការធ្វើសម្ដេចណែឯងអត់គ្រប់តាមចាប់ខ្លួនឃើញទេអបតរបង្ខំឃើញមិនឃើញខុសគ្នាទេដូច្នេះមានថាជំនឿដែលល្អបំផុតគឺប្តឹងទៅតុលាការក៏ប៉ុន្តែហេតុអីបានជាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតអត់ប្តឹងទៅតុលាការដោយសារនេះតាក់ទងជាមួយនឹងវៀតណាមនេះឆ្នាំ82លោកហ៊ុនសែនកាត់កោះត្រល់ទៅឲ្យវៀតណាមនេះគេថាតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ1982គឺបានកាត់កោះត្រល់ទៅឲ្យវៀតណាមកោះកញ្ចក់សេះទៅឲ្យវៀតណាមដាក់សមុទ្រខ្មែររួមជាមួយវៀតណាម 10,000 គីឡូម៉ែត្រការ៉េកាត់សមុទ្រខ្មែរ 30,000 គីឡូម៉ែត្រការ៉េទៅឲ្យវៀតណាមហើយមូលហេតុឲ្យថៃគ្រប់គ្រងដែនសមុទ្រយើងរហូតដល់ 30,000 គីឡូម៉ែត្រការ៉េគឺតំបន់ទ្រុស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រការ៉េហ្នឹងដូច្នេះបើតាមអ្វីដែលលោកហ៊ុនសែនសញ្ញាឆ្នាំ82ស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រហើយនៅគិតហើយនៅសារាចររបស់លោកហ៊ុនសំរិនដែលចោះលេខាឆ្នាំ82ដែរស្ដីពីខ្ពង់រាបបាតសមុទ្ររបស់កម្ពុជាគឺទៀមទាតែប៉ុណ្ណេះនេះតែសមុទ្រកម្ពុជាទៀមទាប៉ុណ្ណេះឲ្យទៅថៃប៉ុណ្ណេះឲ្យទៅយួនបើប្តឹងទៅ ICJ ប្តឹងទៅតុលាការ PCA it loss ពេលហ្នឹងតុលាការគេថាចុះលោកហ៊ុនសែនឯងលោកហ៊ុនសំរិននេះទៀមទាសមុទ្រតែប៉ុណ្ណេះហើយលោកមកទៀមទាសមុទ្រថៃនេះហើយថៃគេតបថាកាលលោកហ៊ុនសំរិនហើយលោកហ៊ុនសែនឯងសញ្ញានៅនេះតែដែលសមុទ្រតែប៉ុណ្ណេះតែហើយឲ្យថៃអានេះតែឲ្យវៀតណាមតែហើយមកទៀមទាមកដល់នេះខ្ញុំចង់យកប្រេងអីនៅនេះអញ្ចឹងវាប៉ះពាល់ដល់វៀតណាមខឹងតំណាក់គល់ហ៊ុនពីអំណាចដូច្នេះយន្តការនៃការចរចាតាមការផ្សះផ្សាដោយចាប់បង្ខំនេះគ្រាន់តែទិញពេលវេលាដើម្បីការអំណាចដើម្បីរបៀបចរិតគេហៅថាសំទោសពាក្យក្រោយទៀតចរិតមន់យីដើម្បីឲ្យថៃថាអូប្តឹងអន្តរជាតិហើយអញ្ចឹងចរចាទ្វេភាគីពេលហ្នឹងព្រមចរចាទ្វេភាគីជាមួយថៃចុងក្រោយជាមើលនឹងចរចាទ្វេភាគីដូចលោកហ៊ុនម៉ាណែតលោកហ៊ុនសែនឲ្យសភានៅព្រឹទ្ធសភាអនុម័តឲ្យប្តឹងទៅ ICJ ដល់ថ្ងៃនេះមានប្តឹងទៅខ្ញុំឆែកនៅ ICJ website ICJ អត់ទាន់ប្តឹងទេឥឡូវមកលោកហ៊ុនម៉ាណែតលោកហ៊ុនម៉ាណែតថាមកចរចាទ្វេភាគីគេអានោះចរិតមេមណាចុងក្រោយចឹងឯងបាទអរគុណបាទអរគុណចំពោះការបកស្រាយរបស់លោកអ៊ុំសំអានក៏ប៉ុន្តែដោយដារបកស្រាយនឹងរៀងវែងតិចខ្ញុំបាទសូមសង្ខេបបន្តិចជូនលោកនាងកញ្ញាហើយលោកអ៊ុំសំអានបើសិនជាខ្ញុំសង្ខេបនេះទៅមិនច្បាស់ឬមិនត្រឹមត្រូវតាមណាសូមលោកជួយកែខ្ញុំផងបើតាមប្រសាសន៍របស់លោកអ៊ុំសំអានដែលឆ្លើយតបទៅនឹងសំណួររបស់ខ្ញុំថាជាទូទៅខាងគណៈបកប្រឆាំងនឹងតែងតែទាមទារឲ្យងាកទៅដោះស្រាយតាមយន្តការច្បាប់អន្តរជាតិមិនចង់ឲ្យចរចាជាទ្វេភាគីទេសំណួររបស់ខ្ញុំថាចុះបើឥឡូវគេលុបចោល MOU នឹងហើយលែងចរចាទ្វេភាគីរវាងកម្ពុជាថៃនឹងបានហើយងាកទៅចរចាតាមច្បាប់អន្តរជាតិគឺច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិហៅថា UN Clause នឹងហើយតើខាងគណៈបកប្រឆាំងគិតយ៉ាងណាចំពោះលោកអ៊ុំសំអានលោកគិតថាការចរចាដែលយកច្បាប់ UN Clause នេះជាពិសេសក្រោមនីតិវិធីមួយដែលគេហៅថា compulsory conciliation ដែលបកប្រែថាការផ្សះផ្សាដោយចាប់បង្ខំនេះនៅតែអត់មានន័យដដែលពីព្រោះថាការសម្រេចចិត្តណាមួយធ្វើត្បិតតែគេចាប់បង្ខំឲ្យទៅផ្សះផ្សាចរចាគ្នាមែនក៏ប៉ុន្តែគេមិនបង្ខំឲ្យភាគីណាមួយទទួលយកការសម្រេចនោះទេលោកនៅតែ
អះអាងថាយន្តការដែលល្អបំផុតគឺប្តឹងទៅតុលាការតែម្ដងនៅពេលដែលតុលាការចេញសារក្រមនោះមកគ្មានភាគីណាមួយអាចបដិសេធបានទេនេះជាការសង្ខេបដោយខ្លីតើខ្ញុំសង្ខេបត្រឹមត្រូវទេអាដាមអ៊ុំសំអានបាទត្រឹមត្រូវលោកចិនបាទបាទបើអញ្ចឹងចង់ងាកទៅលោកកឹមសុខវិញម្ដងតើលោកកឹមសុខមានទស្សនៈយ៉ាងណាដែលចំពោះសំណួរដដែលរបស់ខ្ញុំបាទដែលបានដាក់ទៅលោកអ៊ុំសំអានហើយនេះករណីកម្ពុជាយើងមិនមែនរឿងថៃលុបចោល MOU 2001ឬក៏មិនលុបចោលនោះទេវិបត្តិកម្ពុជាយើងគឺវិបត្តិគ្មានរដ្ឋាភិបាលដែលការពារទឹកដីពិតប្រាកដបើទោះបីជាមាន MOU មិនមាន MOU នោះមិនមែនជារឿងបញ្ហាធំទេពីព្រោះអានោះវាគ្រាន់តែជាលក្ខខណ្ឌចរចាទ្វេភាគីទេប៉ុន្តែសួរថាឥឡូវនេះថៃលុប MOU 2001ចោលរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ពេញចិត្តទេទទួលយកទេពីព្រោះគេប្រើលក្ខខណ្ឌនៃយន្តការចាប់បង្ខំតាមច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិទៅហើយនោះយើងមិនពេញចិត្តទេហើយយើងក៏មិនទទួលយករបៀបហ្នឹងដែរពីព្រោះអីកាល MOU 2001ក៏ជាការចរចាទ្វេភាគីមកដល់យន្តការផ្សះផ្សាដោយចាប់បង្ខំ compulsory conciliation នេះក៏ជាលក្ខខណ្ឌចរចាដដែលហ្នឹងវាគ្រាន់តែថា MOU 2001ចរចារវាងថៃនិងកម្ពុជាដល់ទៅពេល compulsory conciliation យន្តការផ្សះផ្សាដោយចាប់បង្ខំវាគ្រាន់តែមានការសម្របសម្រួលខ្លះរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះក៏ប៉ុន្តែវានៅតែជាការចរចារវាងថៃនិងកម្ពុជាដដែលទេវាមិនមែនជាការកាត់សេចក្តីដោយអង្គការសហប្រជាជាតិឬតុលាការអន្តរជាតិឡើយពីព្រោះដើម្បីអនុវត្តនៅយន្តការផ្សះផ្សាដោយចាប់បង្ខំ compulsory conciliation ហ្នឹងណាគេត្រូវមានគណៈកម្មការផ្សះផ្សាមួយហើយគណៈកម្មការផ្សះផ្សាហ្នឹងមានសមាជិក5រូប2រូបពីភាគីកម្ពុជា2រូបពីភាគីថៃ4រូបហើយ4រូបហ្នឹងត្រូវជ្រើសរើសសមាជិកទី5មួយរូបទៀតដោយការយល់ស្របគ្នាអញ្ចឹងអាការជ្រើសរើសសមាជិកទី5មកជ្រើសរើសដោយវិធីណាវានៅតែក្រោមសម្ពាធថៃដដែលហ្នឹងពីព្រោះអីសមាជិកទី5បើថៃមិនយល់ព្រមក៏ទៅឲ្យរួចដែរគណៈកម្មការផ្សះផ្សាហ្នឹងហើយថៃគៀបសង្កត់ដោយចង់វាយម្ដងទៀតឬក៏សង្កត់ក្រុមគ្រួសារហ៊ុនដោយការលាតត្រដាងនៅអ ក្រិតកម្មអនឡាញបន្ថែមទៀតអញ្ចឹងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនចង់ឬមិនចង់អាសមាជិកទី5ហ្នឹងដែលត្រូវធ្វើជាប្រធាននៃគណៈកម្មការផ្សះផ្សាសមាជិកទី5ហ្នឹងគឺក្រោមសម្ពាធនៃការជ្រើសរើសរបស់ថៃដដែលចាគណៈកម្មការសម្របសម្រួលពិសេសឬគណៈកម្មការផ្សះផ្សាហ្នឹងវានៅតែក្រោមឥទ្ធិពលថៃដដែលទេម្ល៉េះហើយទោះបីជាប្រើរូបភាពយន្តការផ្សះផ្សាដោយចាប់បង្ខំក៏នៅតែជាការចរចាក្រោមឥទ្ធិពលរបស់ថៃដដែលហើយមើលដំណើររឿងហ្នឹងណាមិនមែនកម្ពុជាចាប់បង្ខំថៃទេដំណើររឿងហ្នឹងគឺថៃចាប់បង្ខំកម្ពុជាឲ្យយល់ស្របតាមថៃតែម្ដងពីព្រោះអីពីព្រោះអាគណៈកម្មការផ្សះផ្សាហ្នឹងគឺច្បាស់ជាវាចេញសមាជិក3រូបដែលថៃចង់បានតាមរបៀបថៃហើយរួចហើយការផ្សះផ្សាវានឹងទៅតាមយន្តការរបស់ថៃហើយព័ត៌មានជាបន្តបន្ទាប់ថៃបាននិយាយហើយគេនិយាយថាប្រសិនបើកម្ពុជាចង់ដោះស្រាយបញ្ហាតំបន់សមុទ្រត្រូវធ្វើក្របខ័ណ្ឌថ្មីយើងចាប់សម្ដីថៃឲ្យបានណាត្រូវធ្វើក្របខ័ណ្ឌថ្មីស្អីទៅក្របខ័ណ្ឌថ្មីតាមរយៈគេហៅថាយន្តការផ្សះផ្សាដោយចាប់បង្ខំ compulsory conciliation ហ្នឹងណាគេអាចមានការផលិតនៅកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ថ្មីមួយដោយផាត់ចោលនៅយន្តការចាស់ចាស់ពីមុនមិនមែនមានន័យថាអាប្រើយន្តការចាប់បង្ខំតាមរយៈអនុសញ្ញាឬក៏ច្បាប់សមុទ្ររបស់អង្គការសហជីវជាតិហ្នឹងត្រូវតែវាស់តាមច្បាប់សមុទ្រហ្នឹងទេមិនមែនទេ
គឺតាមគណៈកម្មការនោះគណៈកម្មការ5រូបនោះដែលសម្របសម្រួលនោះជាអ្នកកំណត់យន្តការនោះមិនមែនមានន័យថាតាមច្បាប់នឹងត្រូវវាស់ចេញពីដែនគោកកម្ពុជាប្រមាណត្រូវវាស់ចេញពីដែនគោកថៃប្រមាណទេមិនមែនចឹងទេនេះគឺនីតិវិធីដែលត្រូវអនុវត្តគណៈកម្មការនោះជាអ្នកសម្រេចហើយដូច្នេះនៅពេលដែលគណៈកម្មការសម្រេចហើយវានឹងចេញកិច្ចព្រមព្រៀងថ្មីវាដូចជាករណីអូស្ត្រាលីនិងទីម៉ូខាងកើតនិងអូស្ត្រាលីគឺប្រើវិធីនឹងដែរទីម៉ូខាងកើតប្រើ compulsory conciliation យន្តការផ្សះផ្សាដោយចាប់បង្ខំនឹងដែរហើយដល់ទៅពេលឆ្លងកាត់យន្តការនឹងទៅវាចេញកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ថ្មីមួយនេះរវាងកម្ពុជានិងថៃវានឹងដើរដល់ដំណាក់កាលនោះដល់ទៅដើរដល់ដំណាក់កាលនោះមានកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ថ្មីមួយសួរថាកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ថ្មីនោះវានឹងអាចមានផលប្រយោជន៍ដល់កម្ពុជាច្រើនជាងឬថៃច្រើនជាងច្បាស់ណាស់វាមិនអាចមកកម្ពុជាច្រើនជាងទេដល់រាបណាក្រុមគ្រួសារហ៊ុននៅកាន់អំណាចដូច្នេះបញ្ហាកម្ពុជាមិនមែនបញ្ហាមាន MOU 2001ឬក៏គ្មាន MOU 2001ទេចង់លុបចោលក៏លុបទៅមិនលុបចោលក៏អត់ទៅប៉ុន្តែបញ្ហាសំខាន់គឺយើងអត់មានរដ្ឋាភិបាលមួយដល់ច្បាស់លាស់អាប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំនេះណាវាមានប្រសិទ្ធភាពបានលុះត្រាតែមានរដ្ឋាភិបាលកម្ពុជាមួយដែលជាតំណាងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរបើមិនដូច្នោះទេគឺថៃទេជាអ្នកចាប់បង្ខំឲ្យរដ្ឋាភិបាលក្រុមគ្រួសារធ្វើតាមថៃទាំងអស់ដូច្នេះក្រឡាហ្នឹងអូសតាមថៃទេមិនមែនអូសតាមការចង់បានរបស់ប្រជាពលរដ្ឋខ្មែរឡើយដូច្នេះទាំងអាដាមអ៊ុំសំអានទាំងលោកកឹមសុខនឹងនៅតែមានជំហរដូចគ្នាថាចេញជាវិធានការណាចេញពីយន្តការណាក៏ដោយចុះឲ្យតែរដ្ឋាភិបាលត្រកូលហ៊ុនកំពុងតែកាន់អំណាចនឹងវាគ្មានការដោះស្រាយការទៅជែកណាដើម្បីផ្ដល់ប្រយោជន៍ដល់ជាតិខ្មែរនោះទេប្រកបណាស់វិធានការតាម MOU 2001ក៏ជាការចរចាប៉ុន្តែទ្វេភាគីវិធានការឬក៏យន្តការផ្សះផ្សាដោយចាប់បង្ខំក៏នៅតែថៃមានប្រៀបពីព្រោះវាមិនមែនជាសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិឬតុលាការឡើយវានៅតែជាការចរចារវាងភាគីកម្ពុជានិងភាគីថៃដដែលតាមរយៈគណៈកម្មការ5រូបដែលខ្ញុំរៀបរាប់អំបញ្ញមិញហ្នឹងដូច្នេះប្រសិនបើចង់ឲ្យមានការធានាថាដែនសមុទ្រកម្ពុជានឹងត្រូវការពារដោយច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ UNCLOS ឆ្នាំ1982ហ្នឹងលុះត្រាតែប្រើយន្តការតុលាការអន្តរជាតិបាទมันអាចប្រើវិធីចរចាទោះបីជាចរចាទ្វេភាគីឬក៏យន្តការផ្សះផ្សាដោយចាប់បង្ខំនេះទេបាទអរគុណខ្ញុំបាទសូមបើកវងកញ្ចក់ចំណុចនឹងតិចដូច្នេះការលុបចោល MOU 44ឆ្នាំ2001នេះហើយការងាកទៅប្រើយន្តការ compulsory conciliation ក្រោមច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិនេះវាតាក់ទងទៅនឹងការដោះស្រាយវិវាទដែនសមុទ្រទេនេះជាការបើកវងកញ្ចក់របស់ខ្ញុំមិនអញ្ចឹងណាមិនបានតាក់ទងទៅនឹងដែនគោកដែលកំពុងតែបាត់បង់ម្ដុំ50ឬ60ទីតាំងនៅព្រំដែនគោកកម្ពុជាហើយនឹងថៃនោះទេសូមបញ្ជាក់ប៉ុណ្ណឹងមិនអញ្ចឹងទាំងអស់គ្នាដើម្បីឲ្យយើងយល់អូខេដូច្នេះសូមងាកទៅរឿងយន្តការ compulsory conciliation ការផ្សះផ្សាដោយចាប់បង្ខំនេះវិញឧបមាថាបើសិនជាមានការកោះហៅពីភាគីថៃបើតាមលោកកឹមសុខមានប្រសាសន៍ថាគ្មានតែខ្មែរណាទៅចាប់បង្ខំថៃទេមានតែថៃចាប់បង្ខំខ្មែរឲ្យទៅចូលរួមអង្គុយតុចរចាផ្សះផ្សាគ្នានេះហើយផ្សះផ្សាគ្នាហើយទៅជែកគ្នាហើយគេមិនបខំឲ្យទទួលយកសេចក្តីសម្រេចឯណាមួយនោះទេដូច្នេះបន្ទាប់ពីនឹងអាចជាការដែលគួរឲ្យចាប់ផ្ដើមពីយន្តការ compulsory conciliation ចាប់ផ្ដើមពីការផ្សះផ្សាដោយចាប់បង្ខំនេះសិនទេហើយបើសិនជាវាមានលទ្ធផលសម្រេចអីហ្នឹងទេតើនៅពេលហ្នឹងបានយើងមានមូលដ្ឋានគ្រប់សពបែបយ៉ាងទាំងអស់យើងនេះមានន័យថារដ្ឋាភិបាលបច្ចុប្បន្ននេះមានមូលដ្ឋានគ្រប់សពទាំងអស់ដើម្បីយកទៅប្តឹងដល់អង្គការសហប្រជាជាតិទេពីព្រោះនៅតុលាការធម្មតាក៏ដោយចុះជាទូទៅមុននឹង
បន្តដំណើរទៅទៀតនឹងជាទូទៅគឺចង់ឲ្យមានការផ្សះផ្សាគ្នាសិនតើដំណើរការនេះអាចវាសមស្របទេផ្សះផ្សាគ្នាសិនបើផ្សះផ្សាគ្នាមិនបានទេហើយក្រោមការចូលរួមក្រោមការជួយធ្វើជាអាជ្ញាកណ្ដាលពីក្រមប្រឹក្សាអីហើយរបស់ក្រោមក្របខ័ណ្ឌ UN Close នេះហើយបន្ទាប់មកទៀតចាំយកទៅប្តឹងតើអាចសមរម្យទេមានមូលដ្ឋានគ្រប់សពទេសម្រាប់ធ្វើបែបហ្នឹងសំណួររបស់លោកជុនច័ន្ទបុតពិតជាមានលំដាប់គំនិតនៃការប្រតិបត្តិដោះស្រាយបញ្ហាតាមនីតិវិធីក៏ប៉ុន្តែដើម្បីអនុវត្តបែបនឹងបាននឹងមានផលប្រយោជន៍វាលុះត្រាណាតែភាគីអនុវត្តទាំងសងខាងនោះពិតជាតំណាងផលប្រយោជន៍ជាតិរៀងខ្លួនថៃគេតំណាងផលប្រយោជន៍ជាតិគេហើយប៉ុន្តែសួរថារដ្ឋាភិបាលក្រុងគ្រួសារហ៊ុននោះហ៊ានតំណាងផលប្រយោជន៍ជាតិរបស់ខ្លួនទេខ្ញុំគិតថាមិនហ៊ានទេពីព្រោះថៃសង្កត់ច្រើនរឿងណាស់ដោយដែលខ្ញុំបញ្ជាក់ខាងដើមអំបញ្ញមិញរឿងថៃចង់វាយម្ដងទៀតរឿងថៃបញ្ចេញការឆោបបោកតាមអនឡាញរឿងផ្សេងទៀតច្រើនណាស់ហើយដោយលោកចិនយុនបតមានប្រសាសន៍អំបញ្ញមិញថាហើយចុះប្រសិនបើគេដោះស្រាយតាមរយៈយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ compulsory conciliation នេះស្រាប់តែវាមិនដល់ដំណាក់កាលមួយដែលអាចព្រមព្រៀងគ្នាបានណាហើយយកសំណុំរឿងនឹងទៅតុលាការយុតិធធអន្តរជាតិឬក៏តុលាការអន្តរជាតិផ្សេងអាហ្នឹងមិនល្អទេឬបើបែបហ្នឹងបើវាចេញកាលាបែបហ្នឹងយើងទទួលយកបានល្អគ្រាន់បើប៉ុន្តែខ្ញុំបារម្ភបំផុតនៅត្រង់ថាវាមិនចេញកាលាបែបហ្នឹងវាចេញកាលាមួយតាមរយៈយន្តការផ្សះផ្សាដោយចាប់បង្ខំនេះវានឹងចេញកិច្ចព្រមព្រៀងថ្មីមួយគឺបិទចោលនៅដំណើរផ្លូវឬក្រឡាទៅកាន់តុលាការយុតិធធអន្តរជាតិជាឧទាហរណ៍អបមាទេណាស្រាប់តែតាមរយៈយន្តការផ្សះផ្សាដោយចាប់បង្ខំជជែកគ្នាហើយចរចាគ្នាហើយស្រាប់តែព្រមព្រៀងថាឥឡូវតំបន់សមុទ្រត្រួតស៊ីគ្នា 26,000 សំទុះ 27,000 26,000 គីឡូម៉ែត្រការ៉េនោះថៃគ្រប់គ្រងសន្តិសុខទាំងស្រុងទៅហើយកម្ពុជាចាំតែទាញយកផលប្រយោជន៍ពីប្រេងប្រមាណភាគរយជាមួយថៃអញ្ចឹងទៅអាហ្នឹងមិនចាប់បើកាលណាគេប្រើពាក្យថាថៃគ្រប់គ្រងសន្តិសុខស្មើនឹងលើកតំបន់ហ្នឹងឲ្យគេហើយវាអត់មានអីផ្សេងក្រៅពីហ្នឹងទៀតទេនេះប្រយ័ត្នវាចេញអាកិច្ចព្រមព្រៀងហ្នឹងហើយវាបញ្ចប់នៅដំណើរផ្លូវប្តឹងទៅកាន់តុលាការយុតិធធអន្តរជាតិបើសិនជាវាចេញកាលាហ្នឹងគឺស្មើនឹងលើកសមុទ្រខ្មែរទៅឲ្យគេបាត់ទៅហើយបាទអ្វីដែលខ្ញុំបារម្ភត្រង់ហ្នឹងទេបើសិនជាចរចាវាមិនត្រូវគ្នាអាហ្នឹងខ្ញុំសប្បាយចិត្តទៅវិញណាតែបើសិនជាត្រូវគ្នាចេញកិច្ចព្រមព្រៀងអចិន្ត្រៃយ៍មួយខ្ញុំថាចាប់ហើយសមុទ្រខ្មែរបាទក្រុមគ្រួសារហ៊ុនរំលឹកឲ្យថៃគ្រប់គ្រងតែម្ដងបាទជាសង្ខេបឡើងវិញលោកកឹមសុខមានប្រសាសន៍ថាប្រសិនបើមានការផ្សះផ្សាចរចាហើយចរចាមិនត្រូវគ្នាហើយភាគីកម្ពុជាបន្ទាប់ពីចរចាផ្សះផ្សាមិនត្រូវគ្នាហើយទៅប្តឹងដល់តុលាការអន្តរជាតិនោះលោកនឹងសប្បាយចិត្តមែនទែនហើយលោកនឹងពេញចិត្តគ្រប់គ្រងទាំងស្រុង 100% ប៉ុន្តែលោកមិនគិតថាអញ្ចឹងទេខ្លាចវាចេញទៅជាកិច្ចព្រមព្រៀងឯណាមួយក្រោយពីការផ្សះផ្សានោះឥឡូវខ្ញុំចង់បកមកអាដាមអ៊ុំសំអាននេះវិញថៃនៅពេលដែលគេសម្រេចចិត្តថាលុបចោល MOU 44ដែលចុះនៅឆ្នាំ2001នេះប្រកាសជាគេឃើញថាផ្ដល់អត្ថប្រយោជន៍ដល់គេហើយអ្វីត្បិតតែមានអ្នកវិភាគម្នាក់ពីប្រទេសថៃគឺលោកសុរិឆាតប៊ុំរុងសុខគាត់ចេញបទវិភាគនឹងមកហើយខ្ញុំដែលបានដឹងអំពីបទវិភាគរបស់លោកសូរិឆាតប៊ុំរុងសុខនេះគឺឃើញតាមលោកហ៊ុនសែនយកទៅបង្ហោះនៅលើ Facebook របស់លោកហ៊ុនសែនលោកសូរិឆាតនឹងបានមានប្រសាសន៍បែបនេះមានប្រសាសន៍ថាក្នុងបទវិភាគរបស់លោកនឹងលោកថាថៃក្នុងការលុបចោល MOU 44នេះដោយគិតថាវាប៉ះពាល់ដល់អធិបតេយ្យភាពអីហ្នឹងលោកមិនគិតថាអញ្ចឹងទេលោកគិតថា MOU 44នេះអត់ប៉ះពាល់អីទេវាគ្រាន់តែជាឧបករណ៍មួយសម្រាប់ឲ្យមានកិច្ចចរចា
ទ្វេភាគីនោះតែប៉ុណ្្នឹងទេហើយលោកថាការដែលថៃលុបចោល MOU 44នេះវាធ្វើឲ្យបាត់បង់នូវឧបករណ៍សំខាន់មួយសម្រាប់ដោះស្រាយវិវាទហើយការចរចាអីដទៃទៀតហ្នឹងគឺវាត្រូវចាប់ផ្ដើមចេញពីចំណុច0ទៅវិញលោកក៏ថាអា UN clause នឹងស្តៀងនឹងលោកកឹមសុខស្តៀងនឹងលោកអ៊ុំសំអានលើកឡើងដែរលោកថា UN clause មកជំនួសយក UN clause មកជំនួសនឹងមិនមែនជាដំណោះស្រាយងាយស្រួលទេពីព្រោះថាវានៅតែចរចាដដែលហើយដំណើរការនឹងវាយឺតហើយស្មុគស្មាញទៀតផងដូច្នេះនេះបើតាមការវិភាគរបស់ស៊ូរិឆាតបំរុងសុខដែលលោកហ៊ុនសែនហាក់ដូចជាពេញចិត្តសម្បើមណាស់រហូតដល់យកទៅបង្ហោះបន្តនៅលើ Facebook របស់លោកក៏ប៉ុន្តែជាការពិតយើងងាកមកជំហររបស់អ្នកប្រាជ្ញថៃអ្នកនយោបាយថៃដែលកំពុងតែកាន់អំណាចវិញទៅគេដែលព្រមព្រៀងគ្នាពេញមកប្រទេសរហូតដល់គណៈរដ្ឋមន្ត្រីគេថ្ងៃហ្នឹងគឺថាព្រមព្រៀងនៅសំណើសុំលុបចោល MOU 44ឆ្នាំ2011 សំទោស2001នេះគឺប្រកាសជាគេគិតថាមានផលប្រយោជន៍អីដល់ប្រទេសគេហើយដូច្នេះនេះជាសំណួរសម្រាប់លោកអ្នកវិភាគទាំងពីរតើក្នុងការដែលថៃសម្រេចចិត្តលុបចោល MOU 44ឆ្នាំ2001នេះវាអាចផ្ដល់ផលប្រយោជន៍អីខ្លះដល់ថៃចាប់ផ្ដើមពីលោកអ៊ុំសំអានបាទខ្ញុំបានបកស្រាយមុនហើយថាផលប្រយោជន៍ដែលថៃទទួលបានហើយអ្វីដែលលោកហ៊ុនសែនគាត់បង្ហោះហ្នឹងគឺដើម្បីទៅបោកប្រាស់ប្រជាពលរដ្ឋថាអូថៃលុបចោលល្អថាកម្ពុជានឹងបានចំណេញតែបើសិនជាបានចំណេញហើយបានជាលោកហ៊ុនម៉ាណែតបង្ហោះសារលោកប្រាក់សុខុនអីបង្ហោះសារសោកស្ដាយការលុបចោល MOU 44ឬ MOU 2001ដោយសារដឹងថាកម្ពុជានឹងខាតហើយយន្តការចរចាទ្វេភាគីដែលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតចង់ចរចាទ្វេភាគីអត់ប្តឹងទៅតុលាការអន្តរជាតិនោះវាត្រូវបញ្ចប់ឃើញទេដូច្នេះអ្នកដែលចំណេញមិនមានដូចសាស្ត្រាចារ្យឬក៏ចាប់បញ្ញវន្តថៃអះអាងទេគាត់ស្មានតែលោករដ្ឋាភិបាលហ៊ុនម៉ាណែតហ្នឹងខ្លាំងដូចជារដ្ឋាភិបាលដូចប្រហែលថារដ្ឋាភិបាល$23ខ្លាំងណាបាទវាដូចស្មានរដ្ឋាភិបាលលោកហ៊ុនម៉ាណែតខ្លាំងដូចរដ្ឋាភិបាល$23ការអំណាចប្តឹងទៅតុលាការអន្តរជាតិបើប្តឹងទៅតុលាការអន្តរជាតិគឺថៃវីវហើយក៏ស្មានអញ្ចឹងប៉ុន្តែគាត់អត់ដឹងថាលោកហ៊ុនម៉ាណែតអត់ប្តឹងទេព្រោះប៉ះពាល់ដល់យួនដូចខ្ញុំបញ្យល់មិញអញ្ចឹងយួនអត់ឲ្យប្តឹងទេប្តឹងទៅយួនទម្លាក់តកូលហ៊ុនពីអំណាចដូច្នេះអត់ប្តឹងត្រូវចរចាយន្តការ UN គ្រោះហ្នឹងមានន័យថានៅពេលដែលលុបចោល MOU ហ្នឹងហើយប្រើយន្តការ UN គ្រោះហ្នឹងមិនមានយើងប្តឹងទៅតុលាការទេយន្តការ UN គ្រោះមាន3ដំណាក់កាលយន្តការ UN គ្រោះទី1គេឲ្យចរចាទ្វេភាគីគេប្រើយន្តការ UN គ្រោះហ្នឹងចរចាទ្វេភាគីបានដូចគ្នាទី2ប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំទី3ប្តឹងទៅតុលាការគេប្រើយន្តគ្រោះហ្នឹងដើម្បីចរចាគ្នាបងនេះការគេចរចាកំណត់នេះគេថា MOU 2001ឬ MOU 44នេះក៏គេសំអាងទៅលើ UN គ្រោះដែរគេសំអាងទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខតំបន់តភ្ជាប់តំបន់សមុទ្រដែនដីហើយនឹងកំពង់រាបដាសមុទ្រគេចរចាទៅលើ UN គ្រោះតាគេប្រើ UN គ្រោះតាំងពីចរចាគ្នាគ្រាន់តែពេលហ្នឹងកម្ពុជាអត់បានផ្ដល់សេចក្ដីបានទៅលើ UN គ្រោះទេប៉ុន្តែថៃបានផ្ដល់សេចក្ដីបានទៅលើ UN គ្រោះតាំងពីឆ្នាំ2011ហើយបានចុះហត្ថលេខាទៅលើ UN គ្រោះឆ្នាំ1982កម្ពុជាបានចុះហត្ថលេខាទៅលើ UN គ្រោះឆ្នាំ1983ហើយផ្ដល់សេចក្ដីបានទៅលើ UN គ្រោះឆ្នាំ2026នេះដែរបាទដូច្នេះហេតុអីបានជាខ្ញុំថានៅពេលដែលលុបចោល MOU ឆ្នាំ2001ហើយថៃនឹងចំណេញដោយសារការប្រើ UN គ្រោះខ្ញុំបានបញ្យល់មុនហ្នឹងគឺថានេះបើគិតពីតំបន់សមុទ្រដែនដីគឺ12ម៉ៃល៍ស្មើនឹង22គីឡូម៉ែត្រនៅតំបន់នេះតំបន់តភ្ជាប់នៅតំបន់នេះចេញពីថៃមកណាចេញពីដែនគោករបស់ថៃមកនៅផែនតំបន់នេះតំបន់តភ្ជាប់ដល់ព្រោះវាតំបន់តភ្ជាប់44គីឡូម៉ែត្រហើយបើយើងគិតដល់គេថាខ្ពង់រាបបាតសមុទ្រយ៉ាងតិច370គីឡូម៉ែត្រគឺនៅមកដល់ឆ្នេររបស់កម្ពុជាហើយតំបន់សេដ្ឋកិច្ចផ្ដាច់មុខថៃវាស់ទៅ370គីឡូម៉ែត្រគឺដល់ឆ្នេរទៅដល់ហួសឆ្នេររបស់កម្ពុជាបន្តិចហ្នឹងដូច្នេះថៃនឹងប្រើ UN គ្រោះហ្នឹងដោយសំអាងថាតំបន់សេដ្ឋកិច្ចផ្ដាច់មុខ
របស់ថៃគឺរហូតដល់370គីឡូម៉ែត្រមកដល់នេះអញ្ចឹងថៃនឹងស៊ីដាច់តំបន់សមុទ្រទូស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រការ៉េប្រេងនៅអាស្មានតម្លៃ $300,000 នឹងស៊ីដាច់ហើយអាចថៃឈ្លានពានមកដល់នេះទៀតហួសអាក្រហមមកទៀតហួសហើយសពថ្ងៃយើងឃើញហើយថៃដែលឈ្លានពានទឹកដីកម្ពុជាសពថ្ងៃមិនមែនត្រឹមតែផែនទីខ្នាត1លើ50,000របស់ថៃដែលគោកហួសមកទៀតតំបន់អាសេសហ្នឹងតំបន់អាសេសគឺចូលប្រហែលជា2គីឡូបើគិតពីផែនទីខ្នាត1លើ50,000គឺនៅហួសរង្វង់មូលតអ៊ុំប្រហែលជា100ម៉ែត្រ200ម៉ែត្រទេប្រហែលជាយើងថាជិត1គីឡូដែរទេដូច្នេះថៃមិនត្រឹមស៊ីអាតំបន់ទូស៊ីគ្នាអាចស៊ីទៀតស៊ីហួសប៉ុណ្ណឹងទៀតហើយសពថ្ងៃតំបន់ទូស៊ីគ្នានេះគឺថៃគ្រប់គ្រង 100% កម្ពុជាគ្រប់គ្រងតែលើក្រដាសណាអញ្ចឹងនៅពេលដែលលុបចោលហើយគឺថាថៃប្រើដូចចិនឈ្លានពានដែនសមុទ្រហ្វីលីពីនចឹងគឺស៊ីដាច់តំបន់ទូស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រការ៉េប្រេងនៅអាស្មានតម្លៃ $300,000 ដោយមកចែកជាមួយកម្ពុជាកោះគុតរឹតតែលេងនិយាយហើយព្រោះកោះគុតលោកសុកអានកាត់ទៅឲ្យថៃឆ្នាំ 2001 តាម MOU ហើយរដ្ឋាភិបាលហ៊ុនម៉ាណែតអត់ទៀមទាទេអញ្ចឹងវាបាត់ហើយក៏ប៉ុន្តែបើសិនជាមានរដ្ឋាភិបាលថ្មីដែលដឹកនាំដោយរដ្ឋាភិបាលឯករាជ្យ$23លុបចោល MOU ឆ្នាំ 2001 ហើយគឺល្អសម្រាប់កម្ពុជាយើងនឹងទះដៃអបអរសាទរទី1យើងបានប្រើច្បាប់សមុទ្រ UNCLOS ទី2ជាឱកាសដែលលុបចោល MOU ឆ្នាំ 2001 មានថាថៃលុបចោលដែលលោកសុកអានកាត់កោះគុតឲ្យថៃហើយយើងទៀមទាកោះគុតមកវិញបើតាមច្បាប់សមុទ្រ UNCLOS តំបន់កោះគុតនេះបើគិតពីឆ្នេរមកដល់កោះគុត32គីឡូម៉ែត្រតំបន់តភ្ជាប់របស់កម្ពុជាតាម UNCLOS រហូតដល់48គីឡូម៉ែត្រកោះគុតជារបស់កម្ពុជាតាមផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាប្រាំងសៀមឆ្នាំ 1907 សន្ធិសញ្ញាប្រាំងសៀមឆ្នាំ 1907 គឺថាចេញពីឆ្នេរមកបុកចំចំណុចខ្ពស់បំផុតនៃកោះគុតទាំងហោចពាក់កណ្ដាលជារបស់កម្ពុជាដូច្នេះបើតាម UNCLOS បើតាមផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាប្រាំងសៀមឆ្នាំ 1907 កោះគុតយ៉ាងហោចពាក់កណ្ដាលជារបស់កម្ពុជាឃើញទេបើមិនជារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23កាន់អំណាចយើងប្តឹងទៅតុលាការអន្តរជាតិយើងបានយ៉ាងតិចកោះគុតមកវិញយើងបានតំបន់សមុទ្រទូស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រការ៉េជារបស់កម្ពុជាប្រេងនៅអាស្មានតម្លៃ$300,000 ជារបស់កម្ពុជាដោយមកចែកជាមួយថៃហេតុអីនៅពេលដែលប្តឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិឬក៏តុលាការICJ តុលាការ ICJ គេបោះណាគេបោះនេះមកតំបន់គេថាសមុទ្រដែនដីរបស់កម្ពុជានៅនេះតំបន់តភ្ជាប់នេះតំបន់សេដ្ឋកិច្ចផ្នែកមុខដល់នេះដល់ថៃគេបោះដូចគ្នាបោះមកដល់នេះដែរតំបន់សេដ្ឋកិច្ចផ្នែកមុខប៉ុន្តែគេថាថៃឯងត្រូវតែយកពាក់កណ្ដាលម្នាក់ថៃឯងយកពាក់កណ្ដាលមកនេះមកចែកគ្នាពាក់កណ្ដាលមកចំណែកគ្នាពាក់កណ្ដាលរបស់កម្ពុជាមកដល់នេះឃើញទេពាក់កណ្ដាលរបស់កម្ពុជានៅនេះពាក់កណ្ដាលរបស់ថៃនៅនេះអញ្ចឹងតំបន់សេដ្ឋកិច្ចផ្នែកមុខចែកអ្នកពាក់កណ្ដាលមកគឺនៅកន្លែងនេះអញ្ចឹងប្រសពកន្លែងនេះគឺទឹកដីស្រុកនេះជារបស់កម្ពុជាតំបន់ទូស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រការ៉េតុលាការកាត់ឲ្យកម្ពុជាប្រេងនៅអាស្មានស៊ីដាច់យើងកម្ពុជាស៊ីដាច់បាទកោះគុតយើងបានទាំងហោចពាក់កណ្ដាលដូច្នេះតលតែប្តឹងទៅតុលាការអន្តរជាតិហើយតលតែមានរដ្ឋាភិបាលមួយដែលមិនជំពាក់គុណយួនតាក់ទងទៅរឿងកោះត្រល់ដែលលោកហ៊ុនសែនកាត់ទៅឲ្យយួននេះបើសិនមានរដ្ឋាភិបាលថ្មីយើងលុបចោលសន្ធិសញ្ញាឆ្នាំ82 83តែ85ដែលលោកហ៊ុនសែនកាត់ទឹកដីទៅឲ្យយួនពេលហ្នឹងលេងពាក់ព័ន្ធនឹងរឿងកោះត្រល់ហើយកោះត្រល់យើងអាចប្តឹងទៀមទាមកវិញទៀតតាមច្បាប់សមុទ្រ UNCLOS នេះកោះត្រល់តែ15គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់កម្ពុជាតំបន់តភ្ជាប់របស់កម្ពុជារហូតដល់22គីឡូម៉ែត្រអញ្ចឹងកោះត្រល់ 100% ជារបស់កម្ពុជាតាមច្បាប់ UNCLOS ហើយចេញពីឆ្នេរហាទៀងមកដល់កោះត្រល់45គីឡូម៉ែត្ររឿងឯងវៀតណាមមកគ្រប់គ្រងកោះត្រល់អញ្ចឹងបើប្តឹងទៅតុលាការអន្តរជាតិវាប៉ះកោះត្រល់របស់វៀតណាមខឹងតម្លាក់tukulហ៊ុនពីអំណាចមូលហេតុទាំងអស់ហ្នឹងហើយគឺថាវាមិនអាចទៅរួចទេបើសិនជាtukulហ៊ុនកាន់អំណាចអញ្ចឹងខ្ញុំទាមទារថាឲ្យតម្លាក់tukulហ៊ុនពីអំណាចគឺថាល្អសម្រាប់កម្ពុជាដូចបញ្ញវន្តថៃថាកម្ពុជានឹងចំណេញក៏ប៉ុន្តែបើសិនជារដ្ឋាភិបាលខ្សោយដោយលោកហ៊ុនម៉ាណែតគឺកម្ពុជានឹងខាតបាទអរគុណបាទអរគុណលោកអ៊ុំសំអាតហើយក្រុមការងាររបស់ទូរទស្សន៍អាស៊ីសេរីក៏នឹងព្យាយាមតាក់ទងរកអ្នកច្បាប់ដែលយល់ដឹងអំពីច្បាប់អន្តរជាតិជាពិសេសបកស្រាយ
ច្បាប់អន្តរជាតិដែលមានឈ្មោះថា UN Clause នេះដើម្បីយកមកបង្ហាញជូនលោកអ្នកនាងកញ្ញាយើងនឹងព្យាយាមរកអ្នកច្បាប់ដើម្បីឡើងមកពិភាក្សានៅថ្ងៃខាងមុខនេះឥឡូវងាកមកលោកកឹមសុខវិញម្ដងតើលោកកឹមសុខមានទស្សនៈយ៉ាងណាដែរចំពោះសំណួររបស់ខ្ញុំបាទទៅកាន់អាដាមអ៊ុំសំអាតនេះសំណួររបស់ខ្ញុំគឺជាថ្មីម្ដងទៀតនៅពេលដែលថៃម៉ានគរគេនឹងសម្រេចចិត្តព្រមព្រៀងគ្នាលុបចោលអនុសារណៈយោគយល់គ្នាដែលគេហៅកាត់ថា MOU 44ចុះឆ្នាំ2001នឹងប្រកាសជាគេមើលឃើញភាពចំណេញរបស់គេហើយតើលោកកឹមសុខមើលឃើញថៃចំណេញចំណុចណាខ្លះដែលគេសម្រេចចិត្តលុបចោលជាឯកតោភាគីនេះក្រឡាថៃជ្រៅលោកហ៊ុនសែនលោកហ៊ុនម៉ាណែតដើរមិនទាន់គេទេអ្នកវិភាគថៃគេថាថៃអាចខាត់បងតាមពិតពាក្យសម្ដីរបស់អ្នកវិភាគថៃនោះគ្រាន់តែជាការបារម្ភទេបារម្ភថាតើរដ្ឋាភិបាលថៃខ្ញុំបានអានច្រើនដងបន្ទាប់ពីលោកហ៊ុនសែនគាត់ផុសខ្ញុំមើលចុះមើលឡើងគឺអ្នកវិភាគថៃគេបារម្ភទេបារម្ភថាតើរដ្ឋាភិបាលអាទូទីននោះនឹងរកគន្លឹះអ្វីដើម្បីបន្តគ្រប់គ្រងលើដែនសមុទ្រដែលគេហៅថាត្រួតស៊ីគ្នា 26,000 គីឡូម៉ែត្រការ៉េបន្តទៅទៀតបន្ទាប់ពីលុប MOU ឆ្នាំ2001ចោលគឺការបារម្ភរបស់អ្នកវិភាគថៃទេហើយអ្នកវិភាគថៃគេថាការប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំឧទាហរណ៍ថា compulsory conciliation នេះជាការចាប់ផ្ដើមពីចំណុច0នោះគ្រាន់តែជាការបារម្ភមួយទៀតហើយអាលបែងបារម្ភហ្នឹងលោកហ៊ុនសែនយកមកផុសធ្វើឲ្យប្រជាពលរដ្ឋខ្មែរយល់ថាគាត់គ្រាន់បើទៅវិញតាមពិតចាញ់ល្បិចអ្នកវិភាគថៃផងចាញ់ល្បិចអ្នកនយោបាយថៃផងដោយសារអីអ្នកនយោបាយថៃគេដឹងច្បាស់ណាស់ក្រឡាដែលគេរៀបហើយយើងតាមដានវិចារណកថានយោបាយរបស់អ្នកនយោបាយថៃបានដឹងគេនិយាយហើយគេថាលុប MOU ឆ្នាំ2001ចោលបើកម្ពុជាចង់ចរចាគឺត្រូវមានក្របខ័ណ្ឌថ្មីដើម្បីចរចាហើយខ្ញុំបានបញ្ជាក់ខាងដើមហើយក្របខ័ណ្ឌថ្មីដើម្បីចរចានោះវាច្បាស់ជាមានមិនច្បាស់ 100% ប៉ុន្តែវាអាចនឹងចេញទៅជាកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ថ្មីមួយហើយចំណុចដែលអ្នកវិភាគថៃគេថាការចរចាជាថ្មីបន្ទាប់ពីលុប MOU ឆ្នាំ2001នោះចាប់ផ្ដើមពី0នោះតាមពិតគ្មានភាគីណាចាប់ផ្ដើមពី0ទេភាគីថៃចាប់ផ្ដើមពីហេតុផលធំជាច្រើនដើម្បីរកផលប្រយោជន៍របស់ពួកគេក្រឡារបស់ពួកគេលុបហើយគេថារកក្របខ័ណ្ឌចរចាថ្មីហើយឥទ្ធិពលរបស់ពួកគេដែលមានហេតុផលសម្រាប់ឲ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនធ្វើតាមគេយើងដឹងហើយដូចជាគម្រាមវ័យម្ដងទៀតហើយឥឡូវនេះថៃកំពុងតែឈូសធ្វើផ្លូវលើទឹកដីនៃប្រទេសកម្ពុជាអានឹងបង្កការក្តៅក្រហាយណាស់ដល់ប្រជាពលរដ្ឋខ្មែរកាលណាបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋខ្មែរគឺស្មើនឹងចាប់បង្ខំឲ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុននឹងធ្វើតាមថៃពីព្រោះប្រសិនបើមិនធ្វើតាមថៃគេឈូសផ្លូវថែមទៀតគេសង់សំណង់ថែមទៀតការក្តៅក្រហាយរបស់ប្រជាពលរដ្ឋខ្មែរកាន់តែខ្លាំងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនក៏ក្តៅកាន់តែខ្លាំងដែរក្តៅកាន់តែខ្លាំងចាប់ផ្ដើមសម្របសម្រួលតាមថៃអក្រិតកម្មហោបអនឡាញអក្រិតកម្មសុទ្ធឆ្លងដែរសុទ្ធតែជាហេតុផលដែលមិនមែនសុំកាត់ប្រសាសន៍លោកកឹមសុខបន្តិចអ្វីដែលលោកកឹមសុខនិយាយប៉ះពាល់ដល់រឿងការធ្វើខ្នល់ការធ្វើផ្លូវនេះក៏ខ្ញុំសូមអានសំណួរមួយរបស់លោកអ្នកកំពុងតាមដាននេះតាម YouTube គាត់ដាក់ឈ្មោះគាត់ថាហែមជាគាត់សរសេរថាសួស្ដីសូមគោរពលោកអ៊ុំសំអានហើយនិងលោកកឹមសុខពីចម្ងាយផងតើដីគោកដែលចោលសៀមកាន់កាប់រយៈពេលជាង3ខែទៅហើយនេះយើងអាចមានសង្ឃឹមយកមកវិញបានអត់បើចោលសៀមកំពុងធ្វើផ្លូវគ្រប់ទីកន្លែងហើយនឹងទី1រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បានប្តឹងគឺយើងឈ្នះមិនឈ្នះគេចាត់ការឬមិនចាត់ការបានន័យថាយើងមិនសល់ភ័ស្តុតាងថាថៃយកទឹកដីនៃប្រទេសកម្ពុជាទី2នៅពេលដែលយើងផ្លាស់ប្ដូរបានយើងប្រើយន្តការនៃតុលាការអន្តរជាតិភ័ស្តុតាងយើងមានស្រាប់រួចហើយដូច្នេះយើងអាចការពារទឹកដីរបស់យើងបានប៉ុន្តែ
ចំណុចចាំបាច់មួយគឺត្រូវបដូរក្រុមគ្រួសារហ៊ុនចេញពីអំណាចបើក្រុមគ្រួសារហ៊ុននៅកាន់អំណាចមិនអាចការពារទឹកដីនៃប្រទេសកម្ពុជាយើងដែលបាត់បង់នោះទេមានតែបាត់ថែមទៀតងាកមកថៃដែលអ្នកវិភាគគេថាថៃចរចាក្រោមចរចាពីចំណុច0មិនមែនចំណុច0ទេខ្ញុំបញ្ជាក់ខាងដើមឲ្យថៃមានគេហៅថាកត្តាធំជាច្រើនសង្កត់ក្រុមគ្រួសារហ៊ុនឲ្យធ្វើតាមគេដូច្នេះកាឡារបស់ថៃជ្រៅញឹកហើយគេអាចសង្កត់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនបានឲ្យមានកិច្ចព្រមព្រៀងថ្មីមួយដែលថៃចង់បានចំណែកឯភាគីរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនទេដែល0ឬក៏ក្រោម0ទៅទៀតតាមខ្ញុំមើលទៅមិនមែន0ទេគឺក្រោម0ក្រោម0នៅត្រង់ណានៅត្រង់ថាទៅចរចាក្រោមសម្ពាធរបស់គេក្រោម0អត់មានកាឡាណាមួយដែលយកទៅដាក់សម្ពាធលើគេទេពីព្រោះនៅក្នុងក្របខ័ណ្ឌចរចាណាដើម្បីយើងអាចទាញយកផលប្រយោជន៍បានវាលុះត្រាតែយើងមានសម្ពាធណាមួយដែលគេពិបាកនឹងបដិសេធជាមួយយើងឥឡូវសម្ពាធណាសម្ពាធអីក៏អត់មានដែរមានតែគេដាក់សម្ពាធមកតាមរយៈឧក្រិដ្ឋកម្មជាច្រើនដែលក្រុមគ្រួសារហ៊ុនបង្កើតហើយសម្ពាធតែមួយគត់ដែលយើងអាចសង្កត់ថៃបានគឺប្រើក្របខ័ណ្ឌច្បាប់ត្រឹមត្រូវគឺ UN Close ហ្នឹងហើយប៉ុន្តែខ្ញុំជឿជាក់ថាទោះបីជាគេប្រើយន្តការចរចាដោយចាប់បង្ខំតាម UN Close នេះក៏ដោយយ៉ាងណាការដោះស្រាយបញ្ហាព្រំដែនវាមិនទំនងជាតាម UN Close ទាំងស្រុងទេដោយលោកអ៊ុំសំអានខាងបញ្ជាក់ខាងដើមហើយពីព្រោះបើតាម UN Close ទាំងស្រុងវាត្រូវសាររើដែរហើយកោះត្រល់អីនោះអញ្ចឹងវាមិនមែនជាយន្តការដែលនឹងដោះស្រាយតាម UN Close ទាំងស្រុងម្ល៉េះហើយអ្នកវិភាគថៃចេះតែបារម្ភទៅប៉ុន្តែក្រឡារបស់រដ្ឋាភិបាលថៃគេដើរជ្រៅបាត់ទៅហើយដើរជ្រៅដើម្បីទាញយកផលប្រយោជន៍ជូនប្រជាជាតិគេមានន័យថាគេមានសម្ពាធដាក់ឲ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនធ្វើតាមគេដើម្បីឲ្យដល់កិច្ចព្រមព្រៀងមួយដែលគេអាចគ្រប់គ្រងលើដែនសមុទ្រកម្ពុជា 26,000 គីឡូម៉ែត្រការ៉េកាន់តែតឹងជាងមុនទៅទៀតតឹងជាង MOU គឺអនុសារណៈយោគយល់គ្នាឆ្នាំ 2001 ទៅទៀតលក្ខខណ្ឌនៃការចេញកិច្ចព្រមព្រៀងថ្មីពីព្រោះពាក្យថាកិច្ចព្រមព្រៀងគឺមានន័យថាជាការចុះការសន្យាថ្មីដោយកែរឿងចាស់កិច្ចព្រមព្រៀងចុះកិច្ចសន្យាថ្មីកែរឿងចាស់ពីមុនដែលមិនយល់ស្របគ្នាកែថ្មីហើយកាលណាកែថ្មីរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនតាំងពីលោកហ៊ុនសែនមកដល់លោកហ៊ុនម៉ាណែតនេះកែថ្មីមិនដែលបានផលប្រយោជន៍មកកម្ពុជាទេកាន់តែកែកម្ពុជាកាន់តែខើចកែជាមួយវៀតណាមកម្ពុជាបាត់កោះត្រល់ចង្កោមកោះក្រចកសេះដែលសមុទ្រយ៉ាងតិច 40,000 គីឡូម៉ែត្រការ៉េថាវៀតណាមកំពុងតែគ្រប់គ្រងកាយជាមួយថៃក៏បែបនោះដែរបាទអរគុណលោកកឹមសុខសំណួរចុងក្រោយរបស់ខ្ញុំបាទធ្វើត្បិតតែលោកទាំងពីរបានឆ្លើយហើយក៏ដោយចុះក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ជំហរយ៉ាងខ្លីឡើងវិញចំពោះលោកទាំងពីរតើអ្វីទៅជាដំណោះស្រាយដ៏សមស្របទាំងពីរតែម្ដងទាំងដំណោះស្រាយរឿងការវិវាទព្រំដែនសមុទ្រទាំងដំណោះស្រាយរឿងបាត់បង់ដីធ្លីដែនដីគោកដូចខ្ញុំបានជម្រាបលោកទាំងពីរអាចធ្លាប់ឆ្លើយហើយក៏ដោយចុះក៏ប៉ុន្តែខ្ញុំចង់ឮជាសង្ខេបសំណួរចុងក្រោយមុននឹងបិទបញ្ចប់កិច្ចពិភាក្សារបស់យើងតើដំណោះស្រាយណាមួយដែលសមស្របសម្រាប់មានប្រយោជន៍សម្រាប់កម្ពុជាទាំងដែនដីគោកទាំងវិវាទព្រំដែនសមុទ្រចាប់ផ្ដើមពីលោកកឹមសុខបាទយ៉ាងខ្លីដំណោះស្រាយដែលត្រឹមត្រូវបំផុតយើងមិនផ្អែកទៅលើតែតុលាការអន្តរជាតិតែមួយមុខទេអ្នកខ្លះគេថាប្តឹងតែមួយមុខរដ្ឋាភិបាលក្រុមគ្រួសារហ៊ុននឹងរក្សាជំហរចរចាតែមួយមុខមិនចង់ទេដំណោះស្រាយដែលត្រឹមត្រូវបំផុតត្រូវវាយក៏វាយត្រូវចរចាក៏ចរចាត្រូវប្តឹងក៏ប្តឹងតាមភាពជាក់ស្ដែងយើងមិនអាចចងមុំតែចរចាឬចងមុំតែប្តឹងទេជាឧទាហរណ៍ជាមួយថៃនៅពេលដែលថៃវាយចូលទឹកដីកម្ពុជាថៃប្រើកម្លាំងមកឈូសយកទឹកដីកម្ពុជាភូមិជោគជ័យភូមិព្រៃច័ន្ទនោះជាទឹកដីរបស់កម្ពុជារឿងបែបនេះណាមិនអាចមិនប្រើកម្លាំងដើម្បីទប់ស្កាត់ឡើយប្រទេសណាក៏ដោយគេអត់និយាយចាញ់ឬឈ្នះទេកាលណាអ្នកឯងប្រើកម្លាំងចូលមកយកទឹកដីនៃប្រទេសរបស់គេហើយគេប្រើកម្លាំងវាយបកទៅវិញហើយដោយរុស្ស៊ី
សំទោសដោយអ៊ុយក្រែនវាយបករុស្ស៊ីអញ្ចឹងអ៊ុយក្រែនមិនដែលគិតថាខ្លួនឈ្នះរុស្ស៊ីទេប៉ុន្តែបើអ៊ុយក្រែនបដោយរុស្ស៊ីនឹងយកដល់ទីក្រុងគៀវហើយរុស្ស៊ីយកអ៊ុយក្រែនទាំងមូលហើយគេអត់បដោយទេកាលណាកម្លាំងវាយចូលទឹកដីគេហើយគេប្រើកម្លាំងដើម្បីទប់ស្កាត់វិញហើយបើគេចរចានៅក្នុងករណីហ្នឹងណាបើគេចរចាទោះបីក្របខ័ណ្ឌសម្ងាត់ក៏ដោយក្របខ័ណ្ឌសម្របសម្រួលដោយភាគីទី3ក៏ដោយគេចរចាឲ្យអ្នកឈ្លានពានដកកងទ័ពទៅវិញគេមិនមែនចរចាកំណត់ទឹកដីព្រំដែនទេពីព្រោះទឹកដីនោះជាទឹកដីរបស់យើងគេឈ្លានពានចូលហើយអត់មានចរចាកំណត់ទឹកដីព្រំដែនឡើយគឺត្រូវចរចាដោយចាប់បង្ខំឲ្យអ្នកឯងដកកងទ័ពទៅវិញអាហ្នឹងបើគេចរចាហើយមិនចាំបាច់ប្តឹងទៅតុលាការអន្តរជាតិទេពីព្រោះអីពីព្រោះនោះជាទឹកដីរបស់យើងហើយសាក់សីច្បាស់លាស់ណាស់ណាក៏ដឹងថាជាទឹកដីរបស់យើងការប្តឹងទៅតុលាការអន្តរជាតិក៏មិនចាំបាច់ការចរចាកំណត់ទឹកដីព្រំដែនក៏មិនចាំបាច់បើចរចាត្រូវចរចាឲ្យអ្នកឯងដកកងទ័ពទៅវិញចុះគេចរចាកំណត់ទឹកដីនៅពេលណាគេចរចាកំណត់ទឹកដីនៅពេលដែលតំបន់វិវាទនោះព្រមព្រៀងគ្នាថាចរចាដោយប្រើយន្តការច្បាប់ស្របតាមគោលការណ៍អន្តរជាតិឧទាហរណ៍តំបន់មុំបីប្រាសាទតាមាន់តូចតំបន់ប្រាសាទតាមាន់ធំតំបន់ប្រាសាទតាក្របីដែនសមុទ្រអានឹងកំណត់ក្របខ័ណ្ឌចរចារួចហើយប៉ុន្តែចរចារាប់ឆ្នាំហើយចរចាមិនទៅមុខអានឹងគេលែងនឹងចរចាហើយគេប្តឹងហើយអានឹងគេប្តឹងនៅពេលហ្នឹងចរចាលេងត្រូវចរចាជាង20ឆ្នាំហើយនៅតែអូសបន្លាយខាត់ពេលឥតប្រយោជន៍អានឹងគេប្តឹងហើយគេមិននៅចរចាទៀតទេគេចរចាលុះត្រាតែមានសង្ឃឹមថាចរចាបានក្នុងរយៈពេលសមស្របណាមួយបើជាង20ឆ្នាំហើយចរចាមិនបានគេឈប់ចរចាហើយសូមទោសបញ្ជាក់ម្ដងទៀតបញ្ជាក់ថាគេចរចានៅពេលដែលតំបន់នឹងមានវិវាទនោះមិនប្រើកម្លាំងប្រដាប់អាវុធហើយព្រមព្រៀងគ្នាថាដោះស្រាយតាមយន្តការនិងច្បាប់អន្តរជាតិដែលមានអាហ្នឹងគេចរចាទៅលើករណីហ្នឹងទេហើយបើចរចាមិនត្រូវគេប្តឹងហើយគេអត់ប្តឹងលើតំបន់ដែលគេឈ្លានពានទេគេអត់ប្តឹងតំបន់ដែលថៃឈ្លានពានមិនចាំបាច់ប្តឹងទេអាហ្នឹងគេរុញទៅ PPA កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគេរុញទៅតុលាការសំទោសរុញទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់បង្ខំឲ្យថៃដកកងទ័ពអត់មានត្រូវចរចាអត់មានត្រូវប្តឹងទេប៉ុន្តែគេប្តឹងនៅពេលណាករណីហ្នឹងឧទាហរណ៍ថាបង្ខំឲ្យថៃដកកងទ័ពហើយនៅតែមិនដកអាហ្នឹងបានគេប្តឹងប៉ុន្តែរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនអត់បានបង្ហាញអាយន្តការនឹងច្បាស់លាស់ទេហើយខ្ញុំសូមបញ្ជាក់មួយចុងក្រោយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតចេះតែបន្លំប្រជាពលរដ្ឋថាបើប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិបើប្តឹងទៅតុលាការអន្តរជាតិទៅវានឹងប្រើពេលយូរអត់ទេតុលាការអន្តរជាតិប្រើពេលមិនយូរដោយចរចាទេលោកហ៊ុនសែនធ្លាប់និយាយឲ្យតើតំបន់មុំបីតំបន់ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំតំបន់ប្រាសាទតាក្របីជាង20ឆ្នាំហើយចរចាគ្នាអត់ត្រូវផងនោះប៉ុន្តែយើងមើលយន្តការអន្តរជាតិតំបន់ប្រាសាទព្រះវិហារឆ្នាំ1959ប្តឹង62កាត់សេចក្តី3ឆ្នាំហ្នឹងមិនដល់3ឆ្នាំផងបាទ3ឆ្នាំចេញសារលោកហ៊ុនបាទចេញសារក្រមលោកហ៊ុនសែនខ្លួនឯងកាលពីមានទំនាស់ជាមួយថៃនៅតំបន់ប្រាសាទព្រះវិហារនោះឲ្យបកស្រាយសារក្រមឡើងវិញតំបន់ប្រមាណគីឡូម៉ែត្រហ្នឹងមិនដល់2ឆ្នាំផងគេបកស្រាយឡើងវិញឃើញទេយន្តការរបស់តុលាការអន្តរជាតិមិនយូរដោយចរចារបស់លោកហ៊ុនសែនទេអត់យូរអញ្ចឹងទេហើយកាលណាសំទោសបញ្ជាក់ចុងក្រោយបន្តិចកាលណាយើងប្រើយន្តការអន្តរជាតិទៅណាគឺស្មើនឹងបញ្ចប់សង្គ្រាមមូលហេតុអីពីព្រោះកាលណាយើងប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិឬតុលាការអន្តរជាតិដែលពាក់ព័ន្ធនឹងសំណុំរឿងសមុទ្រតាមសមុទ្រដីគោកតាមដីគោកនៅពេលដែលតុលាការគេទទួលយកដែលសំណុំរឿងយើងហើយហ្នឹងគេប្រាប់គូភាគីទាំងសងខាងថាជប់បន្ទោសគ្នាទៅគេដោះស្រាយហើយអាហ្នឹងគឺនីតិវិធីវាអញ្ចឹងមិនយើងសម័យនីតិវិធីសម្រាប់ដោះស្រាយបញ្ហាគឺវាអញ្ចឹងមកလို့ហើយវាតើតែយើងកម្ពុជាយើងមានរដ្ឋាភិបាលមួយត្រឹមត្រូវដែលមានឆន្ទៈការពារទឹកដីជាតិដែលមានស្មារតីការពារទឹកដីជាតិដែលតាំងចិត្តការពារទឹកដីជាតិហើយមានគោលការណ៍នៃការគោរពឬក៏អនុវត្តតាមយន្តការអន្តរជាតិឲ្យច្បាស់លាស់ទើបអាចការពារទឹកដីបាន
មិនដូចរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនពេលដែលវាយចង់មុងវាយពេលដែលចរចាចង់មុងចរចាធ្វើជាអត់បានទេគេមិនដែលធ្វើអញ្ចឹងទេ បាទ ធ្វើអញ្ចឹងគឺបាត់ទឹកដៃហើយ បាទអរគុណលោកកឹមសុខច្បាស់ណាស់ហើយអ្វីដែលលោកបកស្រាយលោកអាដាមអ៊ុំស្មានសំណួររបស់ខ្ញុំដដែលតើដូចខ្ញុំបានជម្រាបចឹងអាដាមអាចធ្លាប់មានប្រសាសន៍ហើយក៏ប៉ុន្តែខ្ញុំចង់បានយ៉ាងខ្លីបញ្ជាក់ជំហរជាថ្មីឡើងវិញម្ដងទៀតតើវិធីណាដែលអាចដោះស្រាយវិវាទព្រំដែនសមុទ្រវិធីណាដែលអាចយកទឹកដីខ្មែរបានមកវិញពីការកាន់កាប់របស់ថៃនេះ ជំរើសល្អបំផុតគឺដូរតកូលហ៊ុនចេញបើសិនជាតកូលហ៊ុននៅទាំងដែនសមុទ្រទាំងដែនគោកគឺនឹងកាត់ទៅឲ្យថៃដើម្បីដូរយកសន្តិភាពនិងអំណាចជំរើសល្អបំផុតណាស់ហើយបើសិនជាដូរតកូលចេញតកូលហ៊ុនចេញហើយមានរដ្ឋាភិបាលថ្មីឧបមាថារដ្ឋាភិបាលកម្ពុជាឯករាជ្យ23 ដោយលោកកឹមសុខនិយាយចឹងគឺយើងពង្រឹងវិស័យយោធាបំបត្តិអំពើពុករលួយពង្រឹងវិស័យយោធាឲ្យមានទៅពង្រឹងក្រុមអង្គរៈទៅហ៊ានលំអក្រុងទេណាបើមានទៅហ៊ាននៅកំជួរមុខហ្នឹងពាក់តែស្បែកជើងផ្ទាត់កំភ្លើងបាញ់អត់ផ្ទុះយ៉ាងនេះត្រូវពង្រឹងទាំងសភាវុធទាំងទៅហ៊ានខ្មោចត្រូវលុបបំបត្តិចោលកុំឲ្យកូនអ្នកធំកាន់តំណែងជំនួសអូររហូតហ្នឹងទៅពង្រឹងវិស័យយោធាបាញ់អីឆ្នះគេយន្តហោះចម្បាំងអត់មានផងហ្នឹងទៅមានយន្តហោះចម្បាំងត្រូវមាន drone ចម្បាំងមានកំភ្លើងបាញ់ drone សំណាញ់មេឃទេពេលហ្នឹងបើសិនជាយើងមើលលទ្ធភាពនៃការច្បាំងយកមកវិញគឺយើងច្បាំងដោយអ៊ុយក្រែនចឹងឥឡូវនេះវាយយកទឹកដីរបស់ពីរុស្ស៊ីមកវិញបានខ្លះអាហ្នឹងយើងអាចវាយបានវាយយកអាហ្នឹងវាចំណុចប៉ុន្តែបើសិនជាបើថាមិនអាចចឹងទេចរចាតាមរយៈការចរចាត្រូវមានសម្ពាធទៅលើថៃបើចរចាមិនបានគឺប្រឹងទៅតុលាការយុទ្ធធម៌អន្តរជាតិ ICJ ពីដែនគោកដែនទឹកគឺយើងអាចប្រឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ PCA ប្រឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ91អាហ្នឹងយើងអាចទាមទារទឹកដីយើងចំនួន59ទីតាំងក្រោយសង្គ្រាមលើកទី1និងលើកទី2មកវិញហើយបើគិតពីមុនសង្គ្រាមរហូតដល់69ទីតាំងត្រឡប់មកវិញហើយយើងទាមទារយ៉ាងហោចពាក់កណ្ដាលនៃកោះកុដមកវិញដូចខ្ញុំថាអញ្ចឹងហើយនឹងតំបន់សមុទ្រត្រួតស៊ីគ្នាទំហំ 26000 គីឡូម៉ែត្រការ៉េយកមកវិញហើយនឹងប្រេងនិងអាស្ម័នតម្លៃ $300,000 ដោយមិនចែកជាមួយថៃអានេះគឺជាអ្វីដែលខ្មែរត្រូវធ្វើគឺថាដូរតកូលហ៊ុនចេញមានរដ្ឋាភិបាលថ្មីយើងទាមទារបានបើសិនអត់មានការផ្លាស់ប្ដូរទេគឺទឹកដីនឹងបាត់ហើយខ្ញុំសូមបញ្ជាក់បន្តិចនឹងមានការឯកភាពគ្នាមួយទៀតទៅបង្កើត MOU ថ្មីតែថៃគេថាយល់អន្តរថៃហើយគេប្រាប់ថានឹងបង្ខំឲ្យកម្ពុជាត្រូវយក MOU ថ្មី MOU ថ្មីនេះគឺទៅតាមអ្វីដែលថៃចង់បានបើចឹងគេថៃនឹងតម្លាក់តកូលហ៊ុនពីអំណាចយកយន្តហោះ F16 លើតម្លាក់លើតកូលហ៊ុនភ័យត្រូវតែកាត់ដែនសមុទ្រនេះការខ្ញុំចង់បញ្ជាក់តិចហេតុអីបានជាកោះគុតកាត់ឲ្យថៃហ៎កោះគុតកាត់ឲ្យថៃដោយសារសុកអានពេលហ្នឹងស្រឡាញ់លុយសុកអានថាថៃគេប្រាប់ថាបើសិនជាអត់កាត់កោះគុតឲ្យថៃទេអត់មានMOU 2001ទេហើយអត់រស់ស៊ីប្រេងជាមួយគ្នាទេពេលហ្នឹងសុកអានប្រាប់លោកហ៊ុនសែនថាយកប្រេងយើងពង្រឹងអំណាចបានលុយមកពង្រឹងអំណាចឃើញទេដូច្នេះសុកចិត្តកាត់កោះគុតឲ្យថៃអញ្ចឹងឲ្យដល់បានប្រេងសុកចិត្តកាត់កោះគុតឲ្យថៃប៉ុន្តែដាក់តំបន់នេះចរចាគ្នាហើយនឹងដែលនេះប្រេងនេះស្មាននេះទៅចរចាគ្នាប៉ុន្តែថៃគេសុំ 60% ឲ្យ 40% មកកម្ពុជាបើសិនជា 50% ព្រមយូរហើយឃើញទេដូច្នេះគេនឹងចរចាជាមួយលោកហ៊ុនសែនលោកម៉ាណែតថាទី1អត់ព្រមវាយតម្លាក់តកូលហ៊ុនពីអំណាចតម្លាក់យកយន្តហោះ F16 តម្លាក់លើផ្ទះហ៊ុនសែនផ្ទះលោកហ៊ុនម៉ាណែតពេលហ្នឹងលោកហ៊ុនសែនលោកហ៊ុនម៉ាណែតអូអំណាចសំខាន់ដូច្នេះចរចាមកគេកំណត់នេះឥឡូវគេអាចឲ្យ 5% ឬ 10% នៃតំបន់ទូស៊ីគ្នាហ្នឹងទំហំ 26000 គីឡូម៉ែត្រការ៉េឬក៏ថាអីមិនឲ្យក៏បានឲ្យប្រេងពាក់កណ្ដាលពេលហ្នឹងឲ្យប្រេងពាក់កណ្ដាលមានកិច្ចព្រមព្រៀងថ្មីលោកហ៊ុនសែននឹងកាត់តំបន់ទូស៊ីគ្នាទំហំ 26000 គីឡូម៉ែត្រការ៉េទៅឲ្យថៃដោយកាត់កោះត្រល់កាត់កោះកញ្ចក់សេះនៅដែនសមុទ្រយើងហើយនឹងកាត់ដែនគោករបស់យើងទៅឲ្យវៀតណាមតាមរយៈអន្តរជាតិពេញឆ្នាំ2005ដែលយកតាមអន្តរជាតិឆ្នាំ1985សម័យយូនទូតាអញ្ចឹងកាត់ដើម្បីសងគុណវៀតណាមអញ្ចឹងនេះនឹងកាត់ឲ្យថៃដើម្បីដូរយកសន្តិភាពនិងកាត់តំបន់ទូស៊ីគ្នាទំហំ 26000 គីឡូម៉ែត្រការ៉េទៅឲ្យថៃប្រេងនៅអាស្មានអាចថៃឲ្យពាក់កណ្ដាល
កោះគុតនឹងអត់ទៀមទាទេឃើញទេអានោះវាមានកិច្ចព្រមព្រៀងថ្មីអញ្ចឹងណាហើយចាំមើលទៅនឹងមានកិច្ចព្រមព្រៀងថ្មីដែលលោកហ៊ុនសែនហ៊ុនម៉ាណែតនឹងកាត់ដែនសមុទ្រនឹងកោះទៅឲ្យថៃហើយនឹងដែនគោកដែលទំហំដែលមាន56ទីតាំងហ្នឹងនឹងកាត់ទៅឲ្យថៃដោយលោកហ៊ុនសែនគាត់ដោយលោកប្រាក់សកលគាត់ថាចរចាទៅបោះវាទៅយើងចូលដៃគេបន្តិចតួចយើងរើផ្ទះប្រជាប្រដ្ឋចេញមកសាងសង់ផ្ទះប្រជាប្រដ្ឋជាដែរមានថាកាត់ទឹកដីនោះទៅឲ្យវាទៅឲ្យថៃដើម្បីដូចយកសន្តិភាពនៅអំណាចដោយលោកហ៊ុនម៉ាណែតនិយាយដែរថាចរចាគ្នាទៅយើងចូលថៃចូលយើងបោះវាទៅកាត់កគ្នាទៅដោយលោកសំខាន់យកដល់ទៅកាត់កងកាត់ដែលលេងលោកចិនចបុតដែលដឹងរឿងកាត់កងកាត់កងមិនដែលចំណេញទេកាត់កងមានថាកាត់ទឹកដីខ្មែរយើងឲ្យថៃដើម្បីដូចយកសន្តិភាពនៅអំណាចដូច្នេះមានថាកិច្ចព្រមព្រៀងទាំងព្រំដែនគោកនិងព្រំដែនសមុទ្រហ្នឹងនឹងកាត់ទៅឲ្យថៃដើម្បីដូចយកសន្តិភាពនៅអំណាចដោយដែលលោកហ៊ុនសែនកាត់ទឹកដីខ្មែរយើងទៅឲ្យវៀតណាមដើម្បីសងគុណវៀតណាមបាទអរគុណបាទអរគុណលោកជំនាញខ្ញុំសូមមួយនាទីបាទនេះលោកជំនាញខ្ញុំសូមមួយនាទីមុននឹងលោកសង្ខេបបាទនេះបាទចំណុចសំខាន់មួយដែលខ្ញុំបារម្ភបំផុតអាប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំក្នុងក្របខ័ណ្ឌ UN Close នេះណាគឺថាវាមានការដឹងឮពីអង្គការសហប្រជាជាតិប៉ុន្តែអ្នកសម្រេចនៅតែថៃហើយនិងកម្ពុជារដ្ឋាភិបាលក្រុងគ្រួសារហ៊ុនដដែលទេអ្នកអាចចំណុចហ្នឹងដែលខ្ញុំបារម្ភបំផុតកាលណាគេដល់កិច្ចព្រមព្រៀងថ្មីមួយកិច្ចព្រមព្រៀងថ្មីហ្នឹងប្រយោជន៍ធំនៅលើកណ្ដាប់ដៃថៃអាហ្នឹងពិបាកដកវិញណាពេលមានរដ្ឋាភិបាលថ្មីមួយទៅដឹកនាំអាហ្នឹងពិបាកដកមែនទេដោយសារអីដោយសារវាមានការដឹងឮរបស់អង្គការសហជីវជាតិហើយរដ្ឋាភិបាលថ្មីទៅដកវិញទៅសើរើវិញគឺពិបាកមែនទេណាអ្វីដែលខ្ញុំបារម្ភកន្លែងហ្នឹងដែលខ្ញុំជម្រាបលោកជនចិនបុតនិងបងប្អូនស្ដាប់ទូរទស្សន៍អាស៊ីសេរីពីដំបូងថាបើមិនត្រូវគ្នាហើយនាំគ្នាទៅតុលាការយុតិធធម៌អន្តរជាតិខ្ញុំសប្បាយចិត្តប៉ុន្តែប្រយ័ត្នតែត្រូវគ្នាហើយថៃគ្រប់គ្រងរដ្ឋាភិបាលថ្មីមកក៏ពិបាកដែរពិបាកមែនទេណាចំណុចហ្នឹងណាបាទអរគុណខ្ញុំសូមកន្លះទីបាននេះលោកចាំបាត់លោកសូមក្លែមកសូមទៅខ្ញុំភ្លេចបញ្ជាក់នេះផែនទីនេះគឺថាគឺបើតាម MOU ឆ្នាំ2001នេះគឺថាកោះគុតបានកាត់អស់ថៃហើយតំបន់រឿងនេះគឺបានថៃគេកំណត់ថាមិនចរចាជាមួយកម្ពុជាទេតំបន់នេះដែលពោបៃតងនេះបានចរចាជាមួយកម្ពុជាអញ្ចឹងសមុទ្រទូស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រការ៉េហ្នឹងតំបន់នេះប្រហែលជា 4,000 គីឡូម៉ែត្រការ៉េគឺថៃអត់ចរចាជាមួយកម្ពុជាថៃស៊ីដាច់កោះគុតក៏ថៃស៊ីដាច់ដែរដោយថាលោកសុកអានកាត់ឲ្យថៃហើយតំបន់នេះក៏សុកអានកាត់ឲ្យថៃដែរអញ្ចឹងនៅសល់ប្រហែលជាប្រហែលជា 22,000 គីឡូម៉ែត្រការ៉េទេដែលទៅចរចាគ្នានេះតាម MOU ឆ្នាំ 2001 ហើយនឹងពេលនៅស្មានដូច្នេះនៅពេលដែលថៃដុបចោល MOU ហ្នឹងអានេះថៃយកបាត់ហើយហ្នឹងតាម MOU ឆ្នាំ 2001 អានេះកោះគុតក៏យកបាត់ដែរតំបន់នេះគេនឹងយកថែមទៀតអត់មានអីពិបាកទេបាទអរគុណបាទអរគុណលោកវាគ្មិនទាំងពីរជាការសង្ខេបឡើងវិញចំពោះដំណោះស្រាយសម្រាប់ប្រយោជន៍ដល់កម្ពុជាទាំងដោះស្រាយវិវាទព្រំដែនគោកនិងដោះស្រាយវិវាទព្រំដែនទឹកតាមលោកវាគ្មិនទាំងពីរមានចំណុច3ជាសំខាន់ចំណុចទី1គឺថាគ្មានត្រូវការមានការចរចាណាមួយឡើយចរចាអស់ជាង25ឆ្នាំហើយមិនមានប្រយោជន៍ទេក្រោមក្របខ័ណ្ឌទ្វេភាគីក៏ដោយក្រោមក្របខ័ណ្ឌUN Clause ដែលមានការសម្របសម្រួលតាមរយៈយន្តការផ្សះផ្សាដោយបង្ខំអីក៏ដោយគឺគ្មានត្រូវការចរចាណាមួយទេនេះជាចំណុចទី1ដែលលោកវាគ្មិនទាំងពីរព្រមព្រៀងគ្នាចំណុចទី2គឺថាមានតែទៅប្តឹងដល់តុលាការអន្តរជាតិដើម្បីឲ្យដោះស្រាយហើយចេញសាលក្រមទេហើយចំណុចទី3គឺការមានរដ្ឋាភិបាលថ្មីមួយដែលគិតគូរពីផលប្រយោជន៍ជាតិពិតប្រាកដជៀសជាងគិតផលប្រយោជន៍អ្នកផ្ដល់អំណាចឲ្យខ្លួនផលប្រយោជន៍ដល់ទ្រព្យសម្បត្តិដល់អំណាចរបស់ខ្លួនគឺដំណោះស្រាយគឺបដូររដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមគ្រួសារត្រកូលហ៊ុនដាក់រដ្ឋាភិបាលដែលគិតគូរដល់ផលប្រយោជន៍ជាតិនេះជាការសង្ខេបចំពោះមតិរបស់លោកវាគ្មិនទាំងពីរខ្ញុំបាទសូមអរគុណមែនទែនជាពិសេសអរគុណលោកកឹមសុខដែលតែងតែមកចូលរួមជាមួយយើងអរគុណអាដាមអ៊ំសំអានដូចខ្ញុំបាទបានជម្រាបពីខាងដើមអត់
សម្រានមកយប់ទល់ភ្លឺហើយគិតថាអាដាមប្រហែលជាមិនមានអារម្មណ៍ភ្លឺថ្លាទេដែលហៅថាងុកងុយក៏ប៉ុន្តែការពិតនៅពេលតាក់ទងដល់អ្វីដែលអាដាមពេញចិត្តដើម្បីធ្វើជាប្រយោជន៍ដល់លោកអ្នកស្ដាប់ឃើញតែអាដាមហាក់ដូចជាមិនស្រកស្រត់ទេយ៉ាងហោចណាស់ចំពោះខ្ញុំដែលជាអ្នកសម្របសម្រួលនេះមើលឃើញអាដាមនៅតែវៀងវៃនៅតែ focus ប្រមូលអារម្មណ៍បានក្នុងប្រធានបទរបស់យើងអរគុណមែនទែនហើយសង្ឃឹមថាអាដាមអាចបានមានពេលសម្រាប់បន្តិចបន្តួចមួយនឹងចាប់ផ្ដើមមុខរបររកស៊ីប្រចាំថ្ងៃអរគុណមែនទែនហើយសូមជម្រាបលាលោកតាពីតែប៉ុណ្ណេះបាទ បាទជំរាបលា